លោកគ្រូអូកូនសិស្សអើយវិជាគុណឯងសម្រេចបានជោគជ័យហើយគ្រូក៏ត្រៀមខ្លួនដើរជុំវិញពិភពលោកដែរលោកគ្រូលោកមិននាំខ្ញុំទៅផងទេអូយឯងអាចចុះភ្នំទៅវឹកហាត់ដោយខ្លួនឯងបានហើយកាលគ្រូរើឯងមកចិញ្ចឹមឯងមានត្បូងធ្ងន់មួយជាប់ខ្លួនគឺមួយដែលឯងពាក់នឹងគនេះឯងវាមានអក្សរហ្វុងគ្រូក៏ដាក់ឈ្មោះឲ្យឯងថាយេហ្វុងវាប្រហែលជាអ្វីដែលឪពុកម្ដាយឯងបន្សល់ទុកឲ្យយកវាទៅតាមរកគ្រួសារឯងចុះដើម្បីបញ្ចប់រឿងក្នុងលោកីនេះពួកគេបោះបង់ខ្ញុំហើយតើឲ្យខ្ញុំទៅរកពួកគេធ្វើអីប្រហែលជាពួកគេមានរឿងដែលមិនអាចជៀសបានគ្រូដឹងថាឯងត្រូវការចម្លើយចុះភ្នំទៅស្រាយចំណងក្នុងចិត្តឯងទៅវានឹងផ្ដល់ផលល្អដល់ការហ្វឹកហាត់របស់ឯងទៅថ្ងៃមុខមិនអីទេបើអញ្ចឹងគ្រូទៅមុនហើយជប់សិនលោកគ្រូចាំបន្តិចអូយតើឯងនៅមានការអីទៀតលោកគ្រូឲ្យខ្ញុំចុះភ្នំយ៉ាងហោចណាស់ក៏គួរឲ្យលុយខ្លះដែរខ្ញុំគ្មានប្រាក់ជាប់ខ្លួនសំបីមួយរៀលតើឲ្យខ្ញុំទៅយ៉ាងម៉េចឲ្យខ្ញុំដើរសុំទានមែនទេខ្ញុំមិនទាន់ដល់ថ្នាក់មិនស៊ីមិនចុកឯណាគ្រូក៏គ្មានលុយដែរឯងនៅមកសួររកលុយពីគ្រូទៀតមិនអាចទេប៉ុន្មានឆ្នាំនេះរាល់ពេលមានគេមកពឹងលោកគ្រូកាប់ថ្លៃគេមិនស្ទើរទេលុយទាំងនោះគ្រូយកទៅបរិច្ចាគឲ្យអ្នកខ្វះខាតអស់ហើយខ្ញុំមិនជឿទេលោកគ្រូប្រហែលជាបរិច្ចាគតែមួយចំណែកធំប៉ុណ្ណោះអូយទោះយ៉ាងណាគ្រូគ្មានទេជឿមិនជឿតាមចិត្តគ្រូទៅហើយឯងចាត់ចែងខ្លួនឯងទៅលោកតាចាស់លុយកាក់គ្រាន់តែជារបស់ក្រៅខ្លួនទេស្លាប់ទៅក៏យកទៅមិនបានដែរលោកគ្រូទុកលុយធ្វើអីទៀតលោកតាពិតមែនលួចទៅរកគ្រូទេពនៅលើភ្នំដោយមិនប្រាប់ខ្ញុំសម័យណាហើយនៅតែជឿរឿងអស់ទាំងនេះទៀតមិនបានទេខ្ញុំត្រូវតែទៅតាមគាត់ក្រែងលោត្រូវគេបោកតើអ្នកកំពុងធ្វើអីហ្នឹងតើលោកកំពុងធ្វើអ្វីហ្នឹងកុំកម្រើកខ្ញុំកំពុងជួយអ្នកអាមនុស្សឈួតលេងខ្ញុំទៅកុំកម្រើកចិត្តរួចរាល់ហើយទីបំផុតបិទជាតិពោចេញអស់ហើយមិនបាច់អរគុណខ្ញុំទេអាមនុស្សខូចខ្ញុំសម្លាប់លោកធ្វើស្អីហ្នឹងខ្ញុំកំពុងជួយអ្នកតើជួយមនុស្សមកថាប់កន្លែងហ្នឹងជួយមនុស្សលោកអាចហៅឡានពេទ្យបានតើឬក៏ធ្វើការសង្គ្រោះតាមមាត់ក៏បានលើសពីនេះទៅទៀតជាកន្លែងដែលរសើបទៀតលោកច្បាស់ជាមនុស្សខូចពិតមែនសៀវស៊ីតាឯងកើតអីលោកតាគេជាមនុស្សខូចអាប្រុសម្នាក់នេះហ៊ានមកបៀតបៀនចាស់ស្រីខ្ញុំនៅកណ្ដាលវាលបែបនេះផងលោកមិនចង់រស់ទេមែនទេចាត់ការវាទៅជប់សិនលោកតាលោកយល់ច្រឡំហើយខ្ញុំចុះពីភ្នំមកឃើញចាស់លោកតាត្រូវពុះចឹកសន្លប់បាត់ស្មារតីខ្ញុំក៏ជួយបិទជាតិពុលឲ្យសៀវស៊ីតើអ្វីដែលគេនិយាយជាការពិតទេគេពិតជាបានជួយខ្ញុំមែនប៉ុន្តែគេក៏បានថាប់ខ្ញុំដូច្នេះគេពិតជាមនុស្សខូចពិតមែនអូសៀវស៊ីពិតជាសុំទោសខ្លាំងណាស់ចៅស្រីរបស់ខ្ញុំតាំងពីធំដឹងក្តីមកមិនទាន់មានមនុស្សប្រុសប៉ះពាល់ឡើយមិញនេះពិតជាមានការយល់ច្រឡំមែនសូមលោកមេត្តាអភ័យទោសផងលោកតាហេតុអ្វីជួយកាន់ជើងអ្នកក្រៅខ្ញុំជាចៅរបស់លោកតានីមិនអីទេឲ្យតែលោកមិនចាត់ទុកខ្ញុំជាមនុស្សគឺបានហើយលោកឯងនឹងហើយជាមនុស្សខូចអាមនុស្សខូច
បានហើយស៊ីវស៊ីគេជួយជីវិតឯងមិនអរគុណទេនៅមកជេរគេទៀតតោះទៅវិញលោកតាបានជួបលោកតាអ្នកបោកប្រាស់ម្នាក់នោះទេនិយាយអីបែបហ្នឹងនោះគឺជាលោកតាទេវតាបើមានអ្នកណាច្បាស់ជាមានរឿងមិនខានចុះលោកតាជួបគាត់ទេអត់ទេនៅលើភ្នំនេះគ្មានមនុស្សសោះចាំពីរបីថ្ងៃទៀតខ្ញុំនឹងមកមើលថាគាត់នៅទីនេះរត់ពីរបីថ្ងៃទៀតក៏មិនបាច់មកដែរតើលោកមានន័យថាម៉េចលោកគ្រូរបស់ខ្ញុំបានចេញដើរឆ្ងាយហើយប្រហែលជាមិនត្រឡប់មកវិញឆាប់ទេលោកគ្រូរបស់លោកអូតាមពិតលោកគឺជាសិស្សរបស់លោកតាទេវតាសោះចំណាយពេលតាំងពីយូរតាមពិតក្រៅពីជាមនុស្សខូចក៏ជាអ្នកបោកដែរនៃជេរខ្ញុំបានតែហាមជេរលោកគ្រូខ្ញុំអូលោកគ្រូតូចខ្ញុំធ្លាប់ព្រឹកថាលោកតាទេវតាមានសិស្សចំណានមិននឹកស្មានថាពិតជាមានរូបសម្បត្តិសង្ហាណាស់សង្ហាអីទៅខ្ញុំមើលទៅឃើញតែមនុស្សខូចម្នាក់ប៉ុណ្ណោះសៀវសៀបិទមាត់ទៅលោកគ្រូតូចកុំប្រកាន់ខឹងនឹងនាងអីអូចុះហេតុអ្វីបានជាលោកមិនទៅតាមលោកតាទេវតាផងទៅគាត់ឲ្យខ្ញុំចុះពីភ្នំដើម្បីហាត់រៀនគ្រូសាយើងថ្មីនេះបានជួបវិបត្តិខ្លះដើមឡើយខ្ញុំគិតថានឹងទៅសុំគាថាការពារវត្ថុស័ក្តិសិទ្ធិពីរបីសន្លឹកឲ្យអាសៀវដើម្បីការពារសុវត្ថិភាពរបស់នាងតែមិននឹកស្មានថាមិនត្រឹមតែមិនបានគាថាការពារប៉ុណ្ណោះទេបែរជាបានជួបសិស្សរបស់លោកទេវតាចាស់វិញបើអាចឲ្យគាត់នៅក្បែរអាសៀវជានិច្ចបាននោះតើយើងនៅត្រូវការគាថាការពារអ្វីទៀតគាត់នឹងហើយជាគាថាការពារដ៏ល្អបំផុតលើសពីនេះទៅទៀតបានរណាហ៊ានធ្វើឲ្យទេវតាតូចខឹងនោះលោកទេវតាចាស់ប្រកាសជានឹងចេញមកការពារគាត់ជាមិនខាននេះហៅថាទទួលបានផលចំណេញក្នុងពេលលោកគ្រូមិនឲ្យទៅតាមមកពីលោកគ្មានសមត្ថភាពសៀវសៀឡើងឡានទៅឡើងឡានទៅក៏បានលោកគ្រូតូចតើលោកមានគម្រោងអ្វីដែរមានគម្រោងអ្វីទេបើគ្មានកន្លែងទៅទេមកជាមួយខ្ញុំទៅក្រុងជាងឆឹងដើម្បីការពារសៀវសៀតើយ៉ាងម៉េចដែរមិនចាប់អារម្មណ៍ទេលោកតារកអ្នកផ្សេងទៅខ្ញុំលាហើយ1 លានក្នុង1ខែប្រាក់ខែ1 ខែ1 លានហាក់ដូចជាមិនអាក្រក់ទេឥឡូវនេះខ្ញុំគ្មានលុយសំបីតែ1រៀលបើមិនរកវិធីរកលុយទេប្រហែលជាខ្ញុំពិតជាត្រូវទៅធ្វើជាអ្នកសុំទានហើយដេកក្រោមស្ពានហើយដើម្បីតែប្រាក់ខ្ញុំព្រមទទួលដោយមិនសូវស្ម័គ្រចិត្តអ្នកណាឲ្យលោកគ្រូខ្ញុំមិនទុកលុយសំបីតែ1កាក់ឲ្យខ្ញុំចាំរកបាន1 លានហើយខ្ញុំនឹងចាក់ចេញទៅស្វែងរកឪពុកម្ដាយបង្កើតរបស់ខ្ញុំតើពិតមែនទេពិតជាពិតមែនខ្ញុំធ្វើតែ1 ខែប៉ុណ្ណោះ1 ខែក្រោយខ្ញុំនឹងយកលុយហើយចាក់ចេញសិនតែឲ្យគេនៅទីនេះសិនទៅគ្មានបញ្ហាទេ1 ខែក្រោយបើសៀវសៀមានសុវត្ថិភាពនិងគ្មានរឿងអ្វីកើតឡើងខ្ញុំនឹងឲ្យអ្នក1 លានយកពងសៀវសៀចាប់ពីថ្ងៃនេះទៅយីហ្វុងនឹងក្លាយជាអង្គរៈផ្ទាល់ខ្លួនរបស់ឯងរាល់ការហូបចុកនិងការរស់នៅប្រចាំថ្ងៃពួកឯងត្រូវតែនៅជាមួយគ្នាអីគេលោកតាចង់ឲ្យអាមនុស្សខូចនឹងធ្វើជាអង្គរៈរបស់ខ្ញុំមែនទេមិនក៏ថាគេជាមនុស្សខូចទៅវិញគេគឺជាសិស្សផ្ទាល់របស់លោកតាទេវតានីសិស្សបោកប្រាស់បង្រៀនដោយគ្រូបោកប្រាស់គេបោកបានតែចាស់ដូចលោកតាប៉ុណ្ណោះលោកតាខ្ញុំមិនយល់ព្រមទេអូយចៅស្រីម្នាក់ឯងនៅខាងក្រៅលោកតាមិនស្ងប់ចិត្តឡើយចុះបើអញ្ចឹងឯងរើមកនៅផ្ទះវិញទៅមិនបានទេខ្ញុំធ្លាប់រស់នៅខាងក្រៅបាត់ហើយនៅខាងក្រៅក៏បានដែរតែយីហ្វុងត្រូវតែនៅជាមួយឯងបើមិនអញ្ចឹងទេកុំសង្ឃឹមឡើយលោកតាខ្ញុំមិនព្រមទេចៅស្រីរឿងនេះមិនមែនឯងជាអ្នកសម្រេចទេធានស៊ីសូមទទួលយកសេចក្តីស្រឡាញ់របស់ខ្ញុំផងហួងយីហាងខ្ញុំនិយាយច្បាស់ហើយកុំមកតាមរំខានខ្ញុំទៀតខ្ញុំពិតជាស្រឡាញ់អ្នកណាស់ធ្វើជាសង្សារខ្ញុំទៅតែខ្ញុំមិនស្រឡាញ់អ្នកទេប្រហែលជាអ្នកមិនទាន់ស្គាល់ខ្ញុំច្បាស់យូរទៅអ្នកនឹងស្រឡាញ់ខ្ញុំមិនខានខ្ញុំមិនស្គាល់អ្នកកូនប្រុសតកូលហួងព្រាននារីដ៏ល្បីនៅយ៉ាងឆឹងស្រីដែលអ្នកធ្លាប់លេងសើចមានច្រើនជាងបុគ្គលិកក្រុមហ៊ុនខ្ញុំទៀតធានស៊ីពីមុនមកខ្ញុំមិនទាន់ជួបអ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដរហូតដល់ជួបអ្នកទើបខ្ញុំដឹងថាអ្នកគឺជាគូជីវិតរបស់ខ្ញុំព្រមធ្វើជាសង្សារខ្ញុំទៅខ្ញុំនឹងមើលថែអ្នកអស់មួយជីវិតល្មមបានហើយសម្ដីទាំងនេះទៅបោកក្មេងស្រីទៅចង់មកបោកខ្ញុំគ្មានផ្លូវទេធានស៊ីតើធ្វើអញ្ចឹងណាទើបអ្នកជឿថាខ្ញុំស្រឡាញ់អ្នកពិតមែនហួងយីហាងខ្ញុំប្រាប់តាមត្រង់ទៅអ្នកកាត់ចិត្តទៅខ្ញុំមិនជឿថាអ្នកឈប់ខូចទេហើយក៏មិនធ្វើជាសង្សារអ្នកដែរធានស៊ីខ្ញុំមិនបោះបង់ទេខ្ញុំជឿថាគង់មានថ្ងៃតែអ្នកនឹងយល់ព្រមរៀបការជាមួយខ្ញុំយកសពទៅគ្មានថ្ងៃនឹងកើតឡើងឡើយតើលោកជាអ្នកណាខ្ញុំជាអ្នកណាវាមិនពាក់ព័ន្ធនឹងលោកទេអាសម្លាញ់តើឯងដឹងថាខ្ញុំជាអ្នកណាទេនិយាយបែបនេះជាមួយខ្ញុំមិនចង់រស់ទេមែនទេលោកជាអ្នកណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរ
ជឿទេថាខ្ញុំគ្រាន់តែគ្រោះវិដ័យបន្តិចឯងនឹងគ្មានថ្ងៃស្អែកទៀតឡើយលោកអាចសាកល្បងបានថ្ងៃនេះខ្ញុំនឹងឲ្យឯងស្គាល់ពីសមត្ថភាពរបស់ខ្ញុំអូយជឿណាស់លេងដៃទៅជឿទេថាខ្ញុំសម្លាប់ឯងត្រកូលហួងមានអំណាចខ្លាំងណាស់ការដែលហួងយីហាមកតាមរំខានមិនមែនជារឿងល្អទេវិធីដែលល្អបំផុតគឺរកសង្សារខ្លាញ់យីហ្វុងគឺជាអ្នកការពារដ៏ល្អម្នាក់ថែមទាំងអាចរកបញ្ហាឲ្យអាមនុស្សខូចម្នាក់នេះគឺចំណេញទាំងពីរផ្លូវតែម្ដងហួងយីហាងយីហ្វុងគឺជាសង្សាររបស់ខ្ញុំអ្នកកាត់ចិត្តទៅធានស៊ីអ្នកកំពុងបោកខ្ញុំមែនទេរឿងពិតតើគេគឺជាសង្សាររបស់ខ្ញុំមិនជឿទេជឿមិនជឿស្រេចតែលោកយ៉ាងណាមិនចាប់ពីពេលនេះទៅរាល់ការហូបចុកនិងការរស់នៅពួកយើងនឹងនៅជាមួយគ្នាធានស៊ីអ្នកច្បាស់ជាមានចេតនារកមនុស្សមកធ្វើឲ្យខ្ញុំខឹងមែនទេធ្វើឲ្យអ្នកខឹងចាំបាច់អីតើអ្នកធ្លាប់ឃើញខ្ញុំនៅជាមួយប្រុសផ្សេងពីមុនមកទេតើអ្នកនិយាយមែនទេឥតប្រយោជន៍មែនខ្ញុំមានពេលមកលេងសើចជាមួយអ្នកអីល្អខ្លាំងណាស់ពួកឯងចាំមើលទៅជាងធានស៊ីខ្ញុំប្រាប់អ្នកទៅស្រីដែលហួងយីហាងចង់បានមិនបានឡើយអ្នកក៏គ្មានលើកលែងដែរយកសັບទៅហើយឯងទៀតអាសម្លាញ់ខ្ញុំនឹងធ្វើឲ្យឯងរស់មិនដូចរស់ស្លាប់មិនដូចស្លាប់ខ្ញុំចាំទទួលរងចាំជានិច្ចជៀនសាឯងមិនអីទេអំបញ្ញមិញខ្ញុំឃើញហាងអ៊ីហាវដើរចេញទៅទាំងខឹងសម្បាកុំខ្វល់ពីគេកូនអ្នកមានចរិតមិនល្អម្នាក់នឹងចង់មកតាមស្រឡាញ់ខ្ញុំឲ្យគេយកសັບទាំងថ្ងៃទៅអូចុះកំឡុះសង្ហាដែលនៅក្បែរឯងនេះគឺជាអង្គរៈដែលលោកតារបស់ខ្ញុំបានរៀបចំឲ្យអង្គរៈគេខ្លាំងណាស់មែនទេគេគ្រាន់តែជាមនុស្សពាលនិងជាអ្នកបោកប្រាស់ម្នាក់ប៉ុណ្ណោះមិនដឹងថាគេលួងលោមអ្វីលោកតាទេបានជាបង្ខំឲ្យគេនៅក្បែរខ្ញុំបែបនេះបានហើយខ្ញុំគិតថាលោកតានិយាយមិនខុសទេការដែលលោកតាធ្វើបែបនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយជៀនសាជើងឯងកាត់អីហ្នឹងមិនក៏មានស្នាមក្រហមអីចឹងដំបូងត្រូវបានពុះចឹកហើយបន្ទាប់មកក៏ត្រូវជ្រូកចូលមែនទេត្រូវជ្រូកចូលមករៀបរាប់ប្រាប់ខ្ញុំឲ្យច្បាស់មើលឯងចង់និយាយថាឯងឡើងភ្នំទៅរកលោកតាហើយបន្ទាប់មកផ្លូវរបស់ឯងត្រូវបានពុះចឹកហើយយីខ្វឹងក៏បានមកជួយទាន់ពេលដោយប្រាមាត់បិទជាតិពុលចេញមកគឺបែបហ្នឹងហើយចុះបែបហ្នឹងមិនមែនមានន័យថាអ្នកទាំងពីរបានប៉ះពាល់ស្បែកគ្នាយ៉ាងជិតស្និទ្ធហើយទេអីតាមពិតអាចហើយឡានពេទ្យបានសោះតែគេបែរជាចង់បិទដោយប្រាមាត់ទៅវិញអាមនុស្សពៀវស្អុយរលួយចាំទុកពេលចូលទៅដល់អាប្រុសវៃវាឲ្យពិការកុំតិចជើងវាចោលចំណែកស្រីកុំឲ្យមានរបួសវាយឲ្យសន្លប់រួចនាំខ្លួនចេញមកប៉ាត់ដល់ពេលបង្ហាញពីតម្លៃរបស់ពួកឯងហើយទៅចុះលោកប្រុសកុំបារម្ភពួកយើងធានាថានឹងបំពេញភារកិច្ចឲ្យបានសម្រេចជាងឈៀនសៀឲ្យបើប្រាវិធីទន់ភ្លន់មិនកើតឃើញថាមានតែប្រាវិធីក្តៅប៉ុណ្ណោះទោះបីជាខ្ញុំបង្ខំឯងក៏គ្រួសារជាងរបស់ឯងធ្វើអ្វីខ្ញុំមិនបានដែរដល់ពេលនោះខ្ញុំនឹងទៅចូលស្ដីដណ្ដឹងចាំមើលថាគ្រួសារជាងមិនទទួលស្វាគមន៍ខ្ញុំឲ្យចូលផ្ទះដែរឬទេយីខ្វឹងខ្ញុំប្រាប់ហើយមែនទេបើគ្មានការអនុញ្ញាតពីខ្ញុំមិនឲ្យឡើងមកលើផ្ទះទេចុះឯងឡើងមកធ្វើអីកំឡុះសង្ហាឯងប្រហែលជាមិនមែនចង់លួចចូលបន្ទប់ពួកយើងទេដឹងបើខ្ញុំប្រាប់ថាខ្ញុំឡើងមកដើម្បីការពារសុវត្ថិភាពពួកនាងតើពួកនាងជឿទេចុះឯងខ្លួនឯងជឿអត់ចុះឯងការពារពួកយើងដោយរបៀបណាអំបញ្ញមិញមានមនុស្សលួចចូលវិឡាចុះមនុស្សណេណាត្រូវខ្ញុំវាយតតែរត់បាត់អស់ហើយភូតទៀតទៅចេះតែប្រឌិតរឿងទៅជឿមិនជឿតាមចិត្តខ្ញុំទៅដេកវិញហើយ
Bàគុំតែយកយល់ដែលបានសន្យានឹងលោកតាកុំអីខ្ញុំមិនមកដែរឯងលោកតានេះពិតមែនហើយរៀបចំឲ្យអាមនុស្សពៀលនៅក្បែរខ្ញុំធ្វើឲ្យខ្ញុំត្រូវប្រុងប្រយ័ត្នរាល់ថ្ងៃហឹមអាសម្រាមជាធម្មតាខ្ញុំចំណាយលុយច្រើនណាស់ដើម្បីចិញ្ចឹមពួកឯងសូម្បីតែស្រីម្នាក់ក៏ដោះស្រាយមិនចេញដែរតើទុកពួកឯងមានប្រយោជន៍អីទៅអ្នកប្រុសនៅមានអ្នកជំនាញលំដាប់ខ្ពស់ម្នាក់ក្នុងវិឡាពួកយើងវ័យមិនឈ្នះទេអ្នកជំនាញលំដាប់ខ្ពស់ហេះតើអាចជាមនុស្សដែលជាងចិនណានចាត់ឲ្យមកការពារជាងឈៀនសៀទេអាពួកអត់បានការឆាប់ទៅជួបតែរឿងស៊ីមែនមិនយូរមិនឆាប់ខ្ញុំនឹងបញ្ជូនអត្រកូលយាននោះទៅក្នុងឈូបំភ្លេចវាចោះចាំខ្ញុំទៅរកជួនអ្នកជំនាញកម្រិតកម្ពុជាមកវិញចាំមើលថាអ្នកណាអាចខាត់ខ្ញុំបានទៅលោកម្ចាស់អំបញ្ញមិញមានមនុស្សក្នុងឈុតខ្មៅប៉ុន្មានអ្នកលួចចូលវិឡារបស់ជាងឈៀនសៀតើជាអ្នកណាពេលរសៀលអ្នកប្រុសធំហាងអ៊ីណាងតាមញ៉ៃជាងឈៀនសៀតែត្រូវបដិសេធក៏ចាក់ចេញទាំងខឹងប្រហែលជាគេចាត់មនុស្សឲ្យមកចាប់ខ្លួនជាងឈៀនសៀហើយលទ្ធផលយ៉ាងម៉េចដែរខ្ញុំមិនហ៊ានចូលចិត្តពេកទេមិនសូវប្រកបដែរទៅពិនិត្យមើលស្ថានភាពនៅវិឡាភ្លាមបើហាងអ៊ីណាងធ្វើសម្រេចក៏ហីទៅតែបើមិនសម្រេចទេក៏សម្លាប់ជាងឈៀនសៀចោលទៅវាងាយស្រួលនឹងទម្លាក់កំហុសឲ្យត្រកូលហោងបាទលោកម្ចាស់អូយតើលោកចង់ធ្វើអីហ្នឹងកំឡោះសង្ហាយប់ជ្រៅហើយមករំខានគេដេកបែបនេះគឺមិនល្អទេគេមិនលក់នាំឲ្យកើតស្នាមជ្រីវជ្រួញណាចុះបើខ្ញុំប្រាប់ថានៅមានមនុស្សចង់ធ្វើបាបពួកនាងទៀតតើពួកនាងជឿទេមានន័យថាលោកឡើងមកលើពីរដងជាប់គ្នាសុទ្ធតែដើម្បីការពារខ្ញុំមែនទេការពិតគឺបែបនឹងឯងមនុស្សក្នុងជុតខ្មៅទៀតហើយលើកទី1មានគ្នាពី3នាក់មកជាមួយគ្នាលើកទី2មកតែម្នាក់ទេតែសមត្ថភាពខ្លាំងជាងមុនឆ្ងាយណាស់យីហ្វឹងខ្ញុំរស់នៅទីនេះ3ឆ្នាំហើយពេញ3ឆ្នាំតែម្ដងមិនដែលឃើញមានមនុស្សក្នុងជុតខ្មៅស្អីគេនោះទេលោកទើបតែមកដល់ក៏ប្រាប់ថាមានមនុស្សពីរក្រុមចង់ធ្វើបាបខ្ញុំតើលោកគិតថាខ្ញុំនឹងជឿទេសាហាវណាស់នឹកស្មានមិនដល់ថាគេអាចផ្ដួលខ្ញុំត្រឹមមួយក្បាច់ប្រសិនបើជាងឈៀនសៀមិនចេញមកទាន់ពេលទេខ្ញុំប្រហែលជាគ្មានជីវិតត្រឡប់ទៅវិញទេតើជាងចិនណានទៅរកអ្នកជំនាញកម្រិតកម្ពុជាតើអាចកំបាំងនេះមកពីណាទៅខ្ញុំប្រាប់លោកឲ្យដឹងបើលោកហ៊ានឡើងមកលើមានបំណងមិនល្អទៀតស្អែកនេះខ្ញុំនឹងប្រាប់លោកតាឲ្យដេញលោកចេញជាមិនខានជប់សិនកុំអោទៅមើលទៅមូលហេតុដែលហាងអ៊ីណាងចាប់ខ្លួនជាងឈៀនសៀមិនបានគឺដោយសារតែបុគ្គលម្នាក់នេះឯងខ្ញុំចង់ដឹងណាស់ថាអ្នកជំនាញកម្រិតកម្ពុជានេះខ្លាំងប៉ុណ្ណាទៅតើអាចទប់ទល់នឹងកំភ្លើងបាញ់ស៊ីបបានដែរឬទេឃើញម្ចាស់ការងារស្លាប់នៅចំពោះមុខដោយផ្ទាល់ភ្នែកចាំមើលថាអញទប់ទល់យ៉ាងម៉េចទៀតមនុស្សនេះកម្លាំងខ្លាំងមែនប្រើតែមួយក្បាច់ក៏អាចផ្ដួលខ្ញុំបានបើមិនមែនដោយសារជាងឈៀនសៀចេញមកទាន់ពេលទេខ្ញុំប្រហែលជាមិនអាចត្រឡប់មកវិញបានឡើយជាងចិនណានទៅរកអ្នកជំនាញកម្រិតមេឃអាចកំបាំងបែបនេះមកពីណាខ្ញុំប្រាប់អ្នកបើអ្នកហ៊ានឡើងទៅជាន់ទី2ទៀតហើយគិតធ្វើរឿងអាក្រក់ដាក់ពួកយើងថ្ងៃស្អែកខ្ញុំនឹងប្រាប់លោកតាឲ្យបណ្ដេញអ្នកចេញយ៉ាងហោចណាស់ខ្ញុំអាចត្រឡប់ទៅរស់នៅផ្ទះវិញបានយ៉ាធីងពួកយើងទៅមើលទៅហាងអ៊ីហាងមិនបានចាប់ពង្រត់ជាងឈៀនសៀក៏ប្រហែលដោយសារតែបុរសម្នាក់នេះដែរខ្ញុំចង់ដឹងថាអ្នកជំនាញសៀនធានម្នាក់នេះខ្លាំងប៉ុណ្ណាតើគេអាចទប់គ្របកាំភ្លើងស្នេពភើបានទេបើឃើញម្ចាស់របស់ខ្លួនស្លាប់នៅចំពោះមុខខ្ញុំចង់ដឹងថាអ្នកនឹងពន្យល់យ៉ាងម៉េចយីហ្វឹងអ្នកហ៊ានធ្វើអំពើមិនសមរម្យលើពួកយើងទៀតថ្ងៃស្អែកខ្ញុំនឹងប្រាប់លោកតាឲ្យបណ្ដេញអ្នកចេញ
អ្នកនាងធំបើមិនមែនដោយសារខ្ញុំទេពួកអ្នកទាំងពីរប្រហែលស្លាប់បាត់ទៅហើយពួកយើងនៅរស់សុខតែស្លាប់អីអ្នកចង់ឲ្យពួកយើងស្លាប់មែនទេអ្នកមកការពារពួកយើងឬមកធ្វើបាបពួកយើងបើពួកយើងស្លាប់វាមានប្រយោជន៍អ្វីសម្រាប់អ្នកអូនប្រុសដើមឡើយខ្ញុំមានអារម្មណ៍ល្អចំពោះអ្នកតែឥឡូវនេះមើលទៅអ្នកពិតជាដូចអ្វីដែលឈៀនសានិយាយអ្នកគ្រាន់តែជាមនុស្សឥតខ្មាស់និងជាមនុស្សបោកប្រាស់ប៉ុណ្ណោះធ្វើជាមនុស្សល្អពិតជាពិបាកមែនមិនអីទេខ្ញុំមិនប្រកែកជាមួយពួកអ្នកទេថ្ងៃណាមួយពួកអ្នកនឹងដឹងការពិតហើយអរគុណខ្ញុំការពិតអីការពិតគឺអ្នករកលេសឡើងទៅជាន់ទី2 2ដងដើម្បីចង់ធ្វើរឿងអាក្រក់ដាក់ពួកយើងពិតជារករឿងមែនបើខ្ញុំពិតជាចង់ធ្វើអ្វីមិនល្អលើពួកអ្នកកាលពីពេលអ្នកសន្លប់ធ្ងន់កាលថ្ងៃមិញខ្ញុំធ្វើរួចទៅហើយចាំបាច់រងចាំដល់ឥឡូវធ្វើអីនោះព្រោះខ្ញុំភ្ញាក់តាន់បើមិនដូច្នោះទេអ្នកបានសម្រេចបំណងទៅហើយមិនអីទេយ៉ាងណាក៏ដោយខ្ញុំការពារអ្នកតែមួយខែប៉ុណ្ណោះមួយខែក្រោយបើអ្នកនៅសុខសប្បាយខ្ញុំយកលុយហើយទៅអ្នកដើរផ្លូវរបស់អ្នកខ្ញុំដើរផ្លូវរបស់ខ្ញុំមួយខែអីថ្ងៃស្អែកខ្ញុំនឹងប្រាប់លោកតាឲ្យបណ្ដេញអ្នកចេញអ្នកត្រឡប់ទៅលើភ្នំវិញហើយធ្វើជាមនុស្សបោកប្រាស់ទៅអ្នកសាកសួរលោកតារបស់អ្នកទៅថាតើគាត់ហ៊ានបណ្ដេញខ្ញុំឬអត់លោកជាងឡើងភ្នំទៅរកលោកគ្រូរបស់ខ្ញុំមានន័យថាគាត់ដឹងពីសមត្ថភាពរបស់លោកគ្រូហើយក្នុងនាមជាសិស្សតែម្នាក់របស់លោកគ្រូលោកជាងមិនគួរបណ្ដេញខ្ញុំដោយមិនស៊ើបអង្កេតការពិតនោះទេអូទោះអ្នកបណ្ដេញខ្ញុំក៏ដោយអ្នកនៅតែត្រូវបង់លុយឲ្យខ្ញុំព្រោះអ្នកជាអ្នករំលោភកិច្ចសន្យាមិនមែនខ្ញុំទេយកសពទៅគ្រូសាជាងមិនឲ្យអ្នកសំបីតែមួយសេនអញ្ចឹងចាំមើលថាលោកជាងហ៊ានឬអត់អ្នកធ្វើឲ្យខ្ញុំខឹងស្លាប់ហើយយីកហ្វឹងរឿងខ្ញុំនឹងអ្នកមិនទាន់ចប់ទេលោកតាយីកហ្វឹងគឺជាប្រុសអាក្រក់ម្នាក់យប់មិញគាត់ព្យាយាមឡើងទៅជន់លើពីរដងដើម្បីធ្វើរឿងមិនល្អដាក់ខ្ញុំនិងយ៉ាធីងសំណាងល្អដែលពួកយើងដឹងទាន់បើមិនដូច្នោះទេភាពបរិសុទ្ធរបស់ពួកយើងត្រូវគាត់បំផ្លាញបាត់ហើយពិតមែនឬខ្ញុំមិនជឿទេទេវតាតូចមិនមែនជាមនុស្សបែបនោះទេលោកតាបើមិនជឿសួរយ៉ាធីងទៅលោកតាជាងពិតជាដូចនាងនិយាយមែនហាហាពួកអ្នកនិយាយអ្វីក៏ដោយខ្ញុំមិនជឿទេលោកតាស្ដាប់ខ្ញុំទៅបណ្ដេញយីកវឹងចេញទៅទេវតានេះលោកតាទើបតែអញ្ជើញគាត់មកបានដោយលំបាកបណ្ដេញគាត់ចេញញីតែបើថ្ងៃក្រោយចង់អញ្ជើញគាត់មកវិញនោះពិបាកណាស់មិនដឹងថាគ្រូនិងសិស្សរបស់គាត់ដាក់ថ្នាំអ្វីឲ្យលោកតាទេជាមនុស្សក្រៅតែមិនជឿចៅស្រីខ្លួនឯងបានហើយពួកអ្នកឡើងទៅសម្រាប់សិនទៅលោកតាមានរឿងចង់និយាយជាមួយលោកយៀតបានចាស់ហាហាលោកយៀកតាស្នាក់នៅទីនេះស្រួលទេលោកតាសូមកុំហៅខ្ញុំថាទេវតាតូចទៀតអីហៅខ្ញុំថាយៀកវឹងបានហើយមិនបានទេខ្ញុំមិនអាចហៅឈ្មោះលោកត្រង់បានទេតែឈ្មោះទេវតាតូចស្ដាប់ទៅចម្លែកពេកអញ្ចឹងខ្ញុំហៅអ្នកថាមិត្តវ័យក្មេងយៀកវិញយ៉ាងម៉េចដែរបានដែរយ៉ាងហោចណាស់ស្ដាប់ទៅប្រសើរជាងទេវតាតូចច្រើនមិត្តវ័យក្មេងយៀកយប់មិញគេងស្រួលទេយប់មិញមានមនុស្សពីរនាក់លួចចូលក្នុងវិឡានេះហាតើភីគីម្ខាងទៀតមានសមត្ថភាពយ៉ាងណាដែរក្រុមដំបូងគ្រាន់តែជាពួកកម្រិតទាបប៉ុណ្ណោះក្រុមទី2គឺជាឃាតករលំដាប់កំពូលបន្ទាប់ពីខ្ញុំបង្កបួសធ្ងន់ឲ្យវាហើយវានៅតែចង់ប្រើកាំភ្លើងបាញ់ស៊ីបសម្រាប់ចៅស្រីលោកទៀតអីគេមានអ្នកចង់លួចធ្វើឃាតចៅស្រីខ្ញុំផងកន្លែងលាក់ខ្លួនរបស់ពួកវាគឺនៅក្នុងផ្ទះវីឡាទល់មុខបង្អួចខាងឆ្វេងនៃច្រកកបៀងជាន់ទី2បើលោកឲ្យមនុស្សទៅឆែកឥឡូវប្រហែលជានៅសល់តម្រុយខ្លះប្រញាប់ទៅតាមទីដៅដែលមិត្តយៀកនិយាយឆែកឆេរឲ្យបានល្អិតល្អន់បាទមិត្តយៀកឲ្យឯងនៅតាមមើលថែសៀវសៀបែបនេះពិតជាធ្វើឲ្យឯងពិបាកហើយមិនអីទេឲ្យតែលោកម្ចាស់មិនក្បត់សម្ដីខ្ញុំនឹងធ្វើតាមការសន្យាតម្លៃសេវាកម្មដែលគ្រូពេទ្យទេវតាជួយមនុស្សសុទ្ធតែមានតម្លៃកប់ពុកក្នុងនាមជាសិស្សតែម្នាក់គត់របស់គាត់មិត្តយៀកមិនគួរខ្វល់ខ្វាយនឹងលុយតែ1 លាននេះឡើយតើមានបញ្ហាត្រង់ណាមិត្តយៀកសូមឯងកុំបារម្ភអីមួយខែក្រោយមកខ្ញុំនឹងប្រគល់លុយ1 លានជូនដល់ដៃតែម្ដងបើអញ្ចឹងល្អហើយយ៉ាងម៉េចហើយជំរាបលោកម្ចាស់នៅវីឡាទល់មុខមានកែវយិតមួយដែលអាចឃ្លាំមើលតំបន់ភាគច្រើនក្នុងវីឡានេះមើលទៅពួកវាបានតាមដានយូរហើយក្រៅពីនេះខ្ញុំក៏បានឃើញស្នាមឈាមមួយកន្លែងនៅលើឥដ្ឋដែរហាតាមដានស៊ីវស៊ីហើយថែមទាំងចង់សម្លាប់នាងទៀតពិតជាមិនចាត់ទុកត្រកូលជាងរបស់ខ្ញុំក្នុងកែវភ្នែកមែនចុះសពឃាតករស្រីនោះត្រូវបញ្ចូលពេទ្យរបស់ខ្ញុំហើយប៉ុន្តែខ្ញុំមិនប្រកាសទេប្រហែលជាមានបាក់ពួកមកយកសពទៅបាត់ទើបសម្អាតកន្លែងកើតហេតុមិនទាន់អរគុណមិត្តយៀកច្រើនណាស់ដែលបានជួយបើមិនដូច្នោះទេសៀវស៊ីច្បាស់ជាគ្រោះថ្នាក់ដល់ជីវិតមិនខានទទួលលុយគេត្រូវជួយដោះស្រាយបញ្ហាឲ្យគេក្នុងការដែលខ្ញុំបានសន្យានឹងលោកថាការពីចៅស្រីលោកខ្ញុំត្រូវតែធ្វើឲ្យបានយ៉ាងហោចណាស់ក្នុងរយៈពេល1 ខែនេះខ្ញុំធានាសុវត្ថិភាពឲ្យនាងមិនខូចជាសិស្សរបស់គ្រូពេទ្យទេវតាមែនសូម្បីតែឃាតករលំដាប់កំពូលក៏ដោះស្រាយបានយ៉ាងងាយត្រូវតែរកវិធីចុងមិត្តយៀកឲ្យជាប់នឹងត្រកូលជាងឲ្យបានតែគួរឲ្យស្ដាយសៀវស៊ីហាក់មិនសូវមានចិត្តលើគេសោះបើមិនដូច្នោះទេឲ្យពួកគេខ្លាចជាគូនឹងគ្នាទៅថ្ងៃមុខអ្នកណានៅយ៉ាងចឹងហ៊ានមើលងាយត្រកូលជាងទៀតមិត្តយៀករយៈពេល1 ខែខាងមុខនេះសុវត្ថិភាពរបស់សៀវស៊ីផ្ញើលើឯងហើយនៅពេលចាំបាច់ឯងអាចប្រើវិធានការពារណាក៏បានចំពោះនាងបើអញ្ចឹងបានខ្ញុំបារម្ភថាជារៀងរាល់ថ្ងៃ
នាងនឹងមករករឿងប្តឹងលោកមិនខានឪពុកម្ដាយសៀវសៀចែកឋានតាំងពីតូចដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ញុំមានអារម្មណ៍ខុសចំពោះនាងហេតុនេះខ្ញុំតែងតែតាមចិត្តនាងគ្រប់យ៉ាងរហូតធ្វើឲ្យនាងមានចរិតក្បាលរឹងបែបនេះសូមមិត្តយាមេត្តាអធ្យាស្រ័យផងអូប្រែថាអញ្ចឹងសោះបើអញ្ចឹងក៏អាចយល់បានដែរសៀវសៀចុះមកក្រោមបន្តិចមកលោកតាដល់ពេលញ៉ាំបាយព្រឹកហើយមែនទេសៀវសៀតាចង់ប្រាប់ថាតាបានប្រគល់សុវត្ថិភាពឯងទាំងស្រុងឲ្យមិត្តយាហើយទៅថ្ងៃមុខត្រូវស្ដាប់បង្គាប់គេកុំចេះទៀតទេតាបានសន្យានឹងមិត្តយារួចហើយគេអាចប្រើវិធានការពារចាំបាច់ចំពោះឯងបានគ្រប់ពេលលោកតាមិនក៏លោកតាធ្វើបែបហ្នឹងខ្ញុំមិនព្រមទេមិនព្រមក៏ត្រូវតែព្រមដែរទាំងអស់នេះគឺល្អសម្រាប់ឯងទេយល់ទេមិត្តយាខ្ញុំមានការបន្តិចសៀវសៀផ្ញើលើឯងហើយណាបាទយីហ្វឹងតាលោកបាននិយាយអ្វីខ្លះទៅកាន់លោកតាខ្ញុំបានជាគាត់ជឿជាក់លើលោកខ្លាំងម្ល៉េះឯងសាក់គិតក្នុងផ្លូវផ្សេងមើលទៅផ្លូវមួយណាឯងគិតថាលោកតាឯងល្ងងមែនទេលោកតាខ្ញុំជាមេគ្រួសារតកូជាដឹកនាំគ្រួសារមកដល់ពេលនេះបើគាត់ល្ងងនោះគ្មានអ្នកណាម្នាក់ក្នុងក្រុងយ៉ាងឆឹងឆ្លាតឡើយច្បាស់ណាស់ចុះហេតុអ្វីបានជាមនុស្សឆ្លាតដូចគាត់សុខចិត្តទុកចិត្តខ្ញុំហើយថែមទាំងប្រគល់ចៅស្រីឲ្យខ្ញុំទៀតហេតុអ្វីពីព្រោះខ្ញុំមានសមត្ថភាពគ្រប់គ្រាន់មានខ្ញុំនៅទីនេះគ្មានអ្នកណាអាចធ្វើបាបឯងបានទេលោកនឹងមានសមត្ថភាពក្រៅពីពូកែបោកប្រាស់ខ្ញុំមិនឃើញមានអ្វីអស្ចារ្យសោះមានខ្ញុំការពារគួរតែត្រេកអរទៅបើមិនមែនដោយសារខ្វះលុយចាយខ្ញុំក៏មិនខ្ជិះខ្ជីពេជាមួយឯងដែរលោកថានៅក្បែរខ្ញុំគឺជាការខ្ជិះខ្ជីពេមែនទេបើមិនអីចឹងយ៉ាងម៉េចវិញឲ្យមនុស្សខូចមកការពារអីចឹងទៅគួរឲ្យស្ដាយសម្ដីឯងគ្មានតម្លៃទេលោកតាឯងជាអ្នកជួលខ្ញុំមិនយូរមិនឆាប់ខ្ញុំនឹងលាតត្រដាងការពិតឲ្យលោកតាដឹងពីមុខមាត់ពិតរបស់លោកបានខ្ញុំនឹងរងចាំមើលលោកជាងចិនណានគឺជាមេគ្រួសារតកូជាងដែលដឹកនាំគ្រួសារតូចមួយខ្លាយជាគ្រួសារធំក្នុងចំណោមគ្រួសារទាំង4បើយីវឹងពិតជាមនុស្សបោកប្រាស់មែននោះលោកជាងចិនណានមិនឲ្យគាត់នៅក្បែរជៀនសៀឡើយតើពួកយើងពិតជាយល់ច្រឡំលើគាត់មែនទេឯងជាអ្នកណាឯងចង់ធ្វើអីឈប់កាត់មកកាត់ស្អីគេជៀនសៀឲ្យគាត់ចូលមកទៅព្រោះគាត់ជាអ្នកដែលលោកតាឯងនាំមកមិនថាខ្លួនឯងពូកែណាស់មែនទេបើគ្រាន់តែសន្តិសុខដោះស្រាយមិនចេញផងតាការពីខ្ញុំយ៉ាងម៉េចទៅប៉ុន្តែមិនបាច់ប៉ុន្តែទេតោះយើងទៅមើលថាគាត់ធ្វើម៉េចចូលទីនេះត្រូវមានកាត់ខ្ញុំទៅមកថ្មីគ្មានកាត់ទេលោកនៅផ្នែកណាហើយអ្នកគ្រប់គ្រងមកទទួលខ្ញុំភ្លាមតើជាងឈៀនសៀធ្វើការផ្នែកអីសូម្បីតែអ្នកគ្រប់គ្រងក៏មិនស្គាល់ដែរគាត់គឺជាម្ចាស់ក្រុមហ៊ុនយើងខ្ញុំជាអង្គរៈគាត់មនុស្សដូចលោកជាអង្គរៈសន្តិសុខនៅទីនេះខ្លាំងជាងលោកទៀតកុំមកលោឡាប្រញាប់ចេញទៅខ្ញុំពិតជាអង្គរៈគាត់មែនខ្ញុំធ្វើការទីនេះ2ឆ្នាំហើយមិនដែលឮថាថៅកែជាងមានអង្គរៈទេលោកប្រកាសជាអ្នកតាមញែកគាត់ហើយជាងឈៀនសាបើមិនឲ្យខ្ញុំចូលខ្ញុំនឹងសម្រុកចូលហើយលោកតាប្រាប់ខ្ញុំថាខ្ញុំអាចប្រើគ្រប់មធ្យោបាយបើចាំបាច់ឈៀនសៀឬមួយឲ្យខ្ញុំទៅហៅយីកវឹងចូលមកទៅមិនបាច់ទេខ្ញុំចង់ដឹងថាគាត់ហ៊ានសម្រុកចូលពិតមែនឬអត់ណែអាប្អូនឯងមកស្រែកលោឡាស្អីនៅទីនេះមិនមែនជាកន្លែងឲ្យឯងមកច្រងៀងទេចេញទៅខ្ញុំរាប់ដល់3 2ចង្រៃយៈហ៊ានមកលោឡានៅលើទឹកដេកផងពួកយើងមកនេះមានអ្នកមកបង្កចំនួនហើយអគ្គនាយកជាងអញ្ជើញចូលបើចុះកូនប្រុសតកូលហួងកំពុងព្យាយាមតាមញ៉ែអគ្គនាយកជាងក្រោយពេលត្រូវបដិសេធគេនៅតែតាមតោងមិនលែងអគ្គនាយកជាងត្រូវបង្ខំចិត្តយល់ព្រមដោយសារសម្ពាធនរណាប្រាប់ថាអគ្គនាយកជាងជាស្រីស្អាតលេខ1ក្នុងក្រុងយ៉ាងឆើបើខ្ញុំមានសមត្ថភាពបែបនេះខ្ញុំក៏តាមញ៉ែគាត់ដែរមិនត្រឹមតែស្អាតទេថែមទាំងពូកែទៀតផងយេហ្វុងលោកមិនអាចតាមខ្ញុំរហូតបែបនេះទេខ្ញុំបានសន្យានឹងលោកតាថានឹងការពារសុវត្ថិភាពអ្នកនាងនេះនៅក្នុងក្រុមហ៊ុនជារៀងរាល់ថ្ងៃតើមានអ្នកណាឈួតមកធ្វើបាបខ្ញុំវាមិនប្រកាសនោះទេប៉ុន្តែលោកកំពុងរំខានដល់ការងាររបស់ខ្ញុំខ្លាំងណាស់ចុះបែបនេះវិញខ្ញុំនឹងរៀបចំការងារឲ្យលោក
ដូចជាបាញ់សត្វមួយបានពីអញ្ចឹងក៏មិនមែនថាមិនបានដែរប៉ុន្តែបើអ្នកនាងចេញក្រៅក្រុមហ៊ុនខ្ញុំត្រូវតែតាមបើមិនដូច្នោះទេខ្ញុំមិនស្ងប់ចិត្តឡើយយល់ពងតើអ្នកនាងឲ្យខ្ញុំធ្វើការអ្វីមួយខែបានប៉ុន្មានសន្តិសុខមួយខែ5000មិនធ្វើទេ10000មិនធ្វើ20000មិនធ្វើចុះលោកចង់បានប៉ុន្មាន100,000សុបិនទៅ100,000ខ្ញុំអាចជួលសន្តិសុខបាន20នាក់អញ្ចឹងទៅជួលពួកគេទៅបានហើយ100,000ក៏បានចាត់ទុកថាចំណាយលុយទិញសេចក្តីសុខពេលក្រោយកុំមករំខានខ្ញុំទៀតតាជីវនាំគេទៅផ្នែកសន្តិសុខទៅបាទតោះទៅបងប្រុសនឹងក្លាយជាអ្នកមានហើយតើដឹងអត្តសញ្ញាណមនុស្សពីរក្រុមនោះនៅក្រុមទី1ដែលចូលក្នុងវិឡាជាមនុស្សរបស់ហួងយូហាងកូនអ្នកមានត្រកូលហួងនឹងមែនទេពិតមែនហើយតើគេចង់ធ្វើអ្វីគេតាមញ៉ាយអ្នកនាងតូចមិនបានសម្រេចក៏ចង់ប្រើកម្លាំងបាយត្រកូលហួងពិតជាថ្លើមធំណាស់ហ៊ានមកមើលងាយត្រកូលជាងរបស់ខ្ញុំចុះក្រុមឃាតទី2វិញមិនទាន់រកឃើញអ្វីនៅឡើយទេពួកគេលាក់ខ្លួនចិត្តណាស់បន្តស៊ើបអង្កេតក្នុងតម្លៃណាក៏ដោយត្រូវរកឲ្យឃើញមេខ្លោងនៅពីក្រោយបាទលោកម្ចាស់ទីបំផុតលោកចេញមុខមកហើយគ្រោះថ្នាក់ចរាចរណ៍កាលនោះក៏ជាស្នាដៃរបស់លោកដែរមែនទេចង់ឲ្យត្រកូលជាងរបស់ខ្ញុំវិនិច្ឆ័យអញ្ចឹងឬសុបិនទៅខ្ញុំនឹងអូសក្បាលលោកចេញមកឲ្យបានដើម្បីសងសឹកឲ្យកូនប្រុសនិងកូនប្រសារដែលស្លាប់ទៅរបស់ខ្ញុំអគ្គនាយកជាងឲ្យឯកសន្តានគេមួយឈុតហើយឲ្យគេនៅក្រមសន្តិសុខជាបណ្ដោះអាសន្នអូនេះមិនមែនជាអង្គរៈផ្ទាល់ខ្លួនរបស់អគ្គនាយកជាងទេអីហើយអ្វីមកនៅក្រមសន្តិសុខវិញអង្គរៈស្អីទៅគេក៏ដូចយើងដែរខ្ញុំបាន5000ប្រធានក្រុមបាន6,000គេមកថ្មីបានតែ3500ទេក្នុងវគ្គសាកល្បងក្រោយមកចាំស្មើគ្នាទេខ្ញុំខុសពីអ្នករាល់គ្នាខ្ញុំបាន100,000ក្នុងមួយខែហេតុអីមិនថា1លានតែម្ដងទៅបើមិនជឿសួរនាងទៅយេហ្វុងត្រូវបានអញ្ជើញជាពិសេសគឺពិតជា100,000មែនអីគេ100,000គេធ្វើការមួយខែស្មើនឹងយើងធ្វើការមួយឆ្នាំទេគឺ2ឆ្នាំចេញទៅប្រធានក្រុមហួងតាសានមកបង្កចំនួនហើយអីគេពួកគេនៅណាសន្តិសុខថោកទាបបែបនេះយើងនឹងធ្វើឲ្យអញវេទនាមមិនខានគ្រាន់តែជាឆ្កែចាំផ្ទះម្នាក់ហ៊ានមកខាត់យើងផងចង់មកមែនទេអ្នកប្រុសហាងយើងបានប្រាប់អគ្គនាយកជាងរួចហើយគាត់ចិត្តចុះមកហើយសូមអ្នកប្រុសកុំធ្វើបាបពួកគេអីថ្ងៃនេះយើងចង់ចូលអ្នកណាហ៊ានខាត់យើងនឹងកំទេចឯងមិនខានហាងយូហ្វានឯងចង់ធ្វើអីហ្នឹងយើងបាននិយាយច្បាស់ហើយពីម្សិលមិញឈប់មករំខានយើងទៀតទៅជាងឈៀនសៀនាងសុកចិត្តយកសន្តិសុខធ្វើជាសង្សារតែមិនព្រមទទួលយកយើងមិននឹកស្មានថាប្រាក់ខែ$100,000សោះប្រែថាគេជាសង្សាររបស់អគ្គនាយកជាងតាអគ្គនាយកជាងចូលចិត្តសន្តិសុខបើដឹងអញ្ចឹងយើងគួរតែប្រឹងបញ្ចេញសមត្ថភាពសន្តិសុខមានអីមិនល្អខ្ញុំចូលចិត្តសន្តិសុខព្រោះពួកគេមានសុខភាពល្អជាងរាងកាយឯងដែលខូចដោយសារស្រានឹងស្រី100ដងជាងឈៀនសៀនាងស្រីថោកទាបថ្ងៃនេះយើងនឹងចាត់ការនាងនៅទីនេះតែម្ដងយើងនឹងឲ្យនាងស្គាល់ពីភាពខ្លាំងរបស់យើងឯងចង់ធ្វើអីខ្ញុំប្រាប់ឯងឲ្យដឹងកុំមកចង់ធ្វើផ្ដេសផ្ដាសនេះគឺខុសច្បាប់ណាខុសច្បាប់នៅយ៉ាងឆាំងយើងនេះហើយគឺជាច្បាប់បាននិយាយល្អមិនស្ដាប់មានតែប្រើធម៌ក្តៅហើយនាំគ្នាចូលទៅមិនអីទេប្រពន្ធសម្លាញ់ហេតុអីនៅពេលយិកវឹងមកឈោពាំងមុខខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងម្ល៉េះខ្ញុំក៏មានអារម្មណ៍បែបនឹងដែរណែកុំប្រាប់ណាថាអញលងស្រឡាញ់គេហើយណែកុំមកនិយាយផ្ដេសផ្ដាសគេមិនមែនជាស្ទីលរបស់ខ្ញុំទេខ្ញុំចូលចិត្តមនុស្សខ្លាំងមិញនេះធ្វើបានល្អណាស់ឯងចង់ធ្វើអីចាំមើលពីភាពខ្លាំងរបស់យើងមិនទាន់ចាញ់ទេយ៉ាងម៉េចដែរប្រាក់ខែ$100,000
មិនស្ដាយក្រោយទេមែនទេយឹកហ្វឹងអញបានវាហាំងយូហ្វានអញ្ចឹងគ្រូសាហាំងមិនលើកលែងឲ្យអញទេមិនអីទេបើខ្ញុំការពារខ្លួនឯងមិនបានផងតើឲ្យខ្ញុំទៅការពារពួកនាងយ៉ាងម៉េចម្យ៉ាងទៀតលុយរបស់លោកតាជាមិនអាចយកមកប្រើទេបានឡើយនាងមិនយកទេគ្រូសាហាំងគឺគ្រូសាកំពូលទាំង4នៅយ៉ាងឆាំងតែមានអំណាចខ្លាំងបំផុតបើគេចង់កំចាត់នរណាម្នាក់គឺជារឿងងាយស្រួលបំផុតអញ្ចឹងចាំមើលថាពួកគេមានសមត្ថភាពកំចាត់ខ្ញុំដោយរបៀបណាទោះបីជាឯងមានធ្វើដៃខ្លាំងក៏ដោយតែវាមិនសមទេឯងប្រញាប់រត់ទៅល្អរត់ឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាននាងបារម្ភពីខ្ញុំមែនទេបើមិនទាន់បានលុយខ្ញុំមិនទៅណាទាំងអស់ណែឯងគិតតែពីលុយពេកហើយបើងាប់ទៅតើយកលុយច្រើននឹងទៅធ្វើអីមិនបាច់មកបារម្ភពីខ្ញុំទេឯងប្រញាប់ទៅយ៉ាងណាក៏ដោយខ្ញុំបានព្រមានឯងរួចហើយណែមកយឺតហើយត្រូវបង់ប្រាក់ពិន័យណែនិយាយមែនឬលេងនេះទើបតែម៉ោង9តើអ្នកណាថាពួកខ្ញុំមកយឺតតែ1វិនាទីក៏រាប់ថាយឺតដែរខ្ញុំជាថៅកែប័ណ្ណបញ្ជីក្រុមហ៊ុនត្រូវអនុវត្តដូចគ្នាមិនអាចដោយសារតែនាងជាថៅកែហើយមិនគោរពច្បាប់ក្រុមហ៊ុនបានឡើយបើខ្ញុំមិនបង់តាឯងចង់ធ្វើអីបើមិនបង់ទេទៅថ្ងៃក្រោយក្រុមហ៊ុននឹងវឹកវរហើយក៏គ្មានអ្នកណាបង់ប្រាក់ពិន័យដែរនាងគឺជាថៅកែអ្នកដែលខាតបង់គឺនាងខ្លួនឯងនឹងបងប៉ុន្មានបុគ្គលិកធម្មតា100តែសម្រាប់អ្នកទាំងពីរម្នាក់1000ហេតុអីបានជាពួកខ្ញុំត្រូវបង់ច្រើនជាងគេម្នាក់ជាថៅកែម្នាក់ជាអ្នកគ្រប់គ្រងជាថ្នាក់ដឹកនាំគួរតែធ្វើជាគំរូដូច្នេះត្រូវពិន័យទ្វេដងបានពួកខ្ញុំព្រមបង់ពិន័យជំរាបសួរថៅកែនេះគឺជាប្រាក់ពិន័យចាំបន្តិចទៀតយកទៅឲ្យប្រធានក្រុមហេតុអីមានតែ200ឯងមានសិទ្ធិអីហ៊ានទៅទារប្រាក់ពិន័យពីអគ្គនាយកជាងហេមិនហ៊ានទេអញ្ចឹងចប់រឿងបាន200នឹងគ្រាន់បើណាស់ហើយបើឯងខ្លាំងទៅសាក់ទានាងមើលទៅបើប្រធានក្រុមសួរប្រាប់គាត់ថា200នេះគឺខ្ញុំបង់អាចោលមកសៀតម្នាក់នេះជនបោកប្រាស់ធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់នៅចំពោះមុខមនុស្សជាច្រើនក្នុងក្រុមហ៊ុនគេមិនទុកមុខឲ្យខ្ញុំបន្តិចសោះមិនយូរមិនឆាប់ខ្ញុំនឹងប្រាប់លោកតាឲ្យបកអាក្រាតគេឲ្យលោកតាបានឃើញមុខមាត់ពិតរបស់គេបានហើយឈៀនសៀកាលពីម្សិលមិញគេមិនមែនបានជួយពួកយើងទេអីបើមិនមែនបានគេគុំសង្ឃឹមថាអាចដោះស្រាយរឿងហាំងអ៊ីហឹងនោះបានឲ្យសោះគេមិនមែនបានសន្យាជាមួយលោកតាថានឹងការពារសុវត្ថិភាពពួកយើងទេអីនឹងហើយជាអ្វីដែលគេគួរតែធ្វើតែខ្ញុំមានអារម្មណ៍ថាយិកវឹងម្នាក់នេះមើលទៅហាក់ដូចជាមិនសាមញ្ញនោះទេមនុស្សអាវាសែបោករួមទាំងបោកប្រាស់ទៀតមានអីដែលមិនសាមញ្ញទៅឯងមើលចុះកាលពីម្សិលមិញបន្ទាប់ពីគេបានវាយហាំងអ៊ីហឹងរួចមកគេហាក់ដូចជាមានភាពស្ងប់ស្ងាត់ខ្លាំងណាស់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងគេមិនបានឲ្យតម្លៃត្រកូលហាងសូម្បីតែបន្តិចក្នុងក្រសែភ្នែកគេមកពីគេទើបតែចុះពីលើភ្នំទើបមិនដឹងពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ត្រកូលហាងចាំពេលគេដឹងទៅប្រហែលជាត្រូវវាទៅសុំទោសដល់ផ្ទះគេមិនខានឈៀនសៀតាឯងមានការយល់ច្រឡំអ្វីចំពោះគេមែនទេយ៉ាធីងតាំងពីលើកដំបូងដែលខ្ញុំបានជួបគេគឺគេបានធ្វើចរិតអាវាសែដាក់ខ្ញុំស្អប់គេខ្លាំងណាស់ធំដឹងក្តីមកដល់ប៉ុណ្ណេះហើយនេះជាលើកដំបូងតែមានប្រុសវ័យស្របាលគ្នាមកក្បែរប្រកិតបែបនេះគ្រាន់តែគិតក៏មានអារម្មណ៍ថាខ្ពើមដែរចុះគេធ្វើបែបហ្នឹងមិនមែនដើម្បីជួយអញទេអីជួយខ្ញុំបើជួយខ្ញុំក៏មិនបាច់ដល់ថ្នាក់ហែកស្រោមជើងខ្ញុំដើម្បីស្វែងរកចំណុចសង្គ្រោះដែរហើយឡានពេទ្យបញ្ជូនខ្ញុំទៅមន្ទីរពេទ្យមិនបានទេអីច្បាស់ណាស់ថាគេចង់ឆ្លៀតឱកាសធ្វើរឿងមិនល្អដាក់ខ្ញុំអ្នកភ្លេចហើយគាត់ធ្លាប់ព្យាយាម2ដងហើយចង់លួចទៅជាន់ទី2របស់ពួកយើងនៅពាក់កណ្ដាលយប់អញ្ចឹងមែនហើយមកធ្វើការយឺតត្រូវពិន័យចេញពីការងារមុនម៉ោងត្រូវពិន័យមិនពាក់បានសម្គាល់បុគ្គលិកក៏ត្រូវពិន័យយកទូរស័ព្ទមកលេងពេលធ្វើការក៏ត្រូវពិន័យអ្នកយាមសន្តិសុខម្នាក់នោះពេញមួយថ្ងៃមានអ្វីធ្វើទេដារោគគ្រប់ទីកន្លែងហើយចាប់បានអ្នកណាចេញបានពិន័យឲ្យអ្នកនោះជាហ៊ានពេកហើយនិយាយឲ្យស្ងាត់បន្តិចកុំឲ្យគាត់ទឺសំបីតែពួកយើងប្រមូលដុំគ្នានិយាយលេងក៏អាចត្រូវពិន័យដែរក្នុងក្រុមហ៊ុនគ្មានអ្នកណាគ្រប់គ្រងគាត់ទេនិយាយថាគាត់ជាមិត្តប្រុសរបស់លោកស្រីយ៉ែងទៀតផងសំបីតែលោកស្រីយ៉ែងមកធ្វើការយឺតក៏ត្រូវបង់ប្រាក់ពិន័យដោយស្ដាប់បង្គាប់ដែរហើយណាសំបីតែកូនស្រីច្បងត្រកូលហួនគាត់ក៏ហ៊ានវីទៀតអ្នកណាហ៊ានទៅគ្រប់គ្រងគាត់បែកគ្នាទៅមនុស្សមកហើយប្រញាប់ទៅធ្វើការទៅនេះណែមានរឿងអីមើលចុះយិកវឹងម្នាក់នេះទៅដល់ណាពីណីដល់នឹង
ឥឡូវមនុស្សទូទាំងក្រុមហ៊ុនរអ៊ូតមគ្រប់គ្នាហើយក្នុងផ្នែកគេមានតែលុយទេអីមើលទៅមិនអាចឲ្យគេនៅផ្នែកសន្តិសុខទៀតបានទេតែខ្ញុំចាប់អារម្មណ៍ថាវិន័យក្រុមហ៊ុនល្អជាងមុនឆ្ងាយណាស់ទម្លាប់ខ្ជិលច្រអូសពីមុនក៏បាត់អស់ដែរគ្មានអ្នកណាមកយឺតឬចេញមុនទៀតទេគ្រប់គ្នាខិតខំធ្វើការខ្លាំងណាស់ព្រោះខ្លាចគេចាប់បានហើយពីនៃលុយមើលទៅវាមានប្រសិទ្ធភាពឲ្យគេធ្វើបន្តទៅដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្រុមហ៊ុនឡើងវិញតែយីខ្វឹងយកលុយពីនៃទាំងអស់នោះដាក់ចូលហោប៉ៅខ្លួនឯងវាមិនត្រឹមត្រូវតាមច្បាប់ក្រុមហ៊ុននោះទេមិនអីទេចាំឲ្យផ្នែកកណេទូទាត់ប្រាក់ពីនៃទាំងនោះតាមក្រោយទៅអូខេអញ្ចឹងបន្តិចទៀតពួកយើងទៅជួបអតិថិជនខ្ញុំទៅដែរពួកយើងទៅជួបអតិថិជនតាឯងទៅធ្វើអីដែរគឺដើម្បីការពារសុវត្ថិភាពរបស់លោកស្រីនឹងហើយមិនបាច់ទេពួកយើងមិនមានគ្រោះថ្នាក់អ្វីឡើយអត់ទេខ្ញុំប្រាប់ហើយថាលោកស្រីទៅណាខ្ញុំទៅនឹងឲ្យតែចេញពីក្រុមហ៊ុនខ្ញុំត្រូវតែតាមបើមិនអញ្ចឹងហៅគេមកក្រុមហ៊ុនវិញទៅហេតុអីក៏ឯងមិនចេះបត់បែនសោះអញ្ចឹងកាលឯងមិនទាន់មកពួកយើងក៏ជួបពិភាក្សាអញ្ចឹងដែរមិនដែលឃើញមានរឿងអីផងនោះជារឿងពីមុនរឿងមុនខ្ញុំមិនដឹងទេតែបើខ្ញុំបានសន្យានឹងលោកតាហើយខ្ញុំត្រូវតែធ្វើឲ្យបានល្អបានហើយឈានសៀឲ្យគេទៅជាមួយទៅតាមចិត្តឯងទៅបន្តិចទៀតពេលចូលទៅខាងក្នុងគ្រប់គ្នាត្រូវមើលឲ្យច្បាស់និងប្រុងប្រយ័ត្នបាទបងធំអីយើងបានប្រាប់ប៉ុន្មានដងហើយត្រូវហៅថាលោកលីវបាទលោកលីវល្អចាំបន្តិចពួកយើងចូលទៅជួបអតិថិជនឯងនៅទីនេះចុះប្រយ័ត្នទៅបង្កបញ្ហាដល់កិច្ចការងារក៏បានលោកប្រធានលីវពួកយើងមកយឺតបន្តិចហើយអូលោកស្រីជាងមកដល់ហើយឬអញ្ជើញអង្គុយលោកប្រធានលីវខ្ញុំសូមជូនមួយកែវជូនពរឲ្យកិច្ចសហការយើងមានភាពរលូនរីករាយចំពោះកិច្ចសហការលោកប្រធានលីវខ្ញុំសូមជូនមួយកែវទៀតជូនពរឲ្យរកស៊ីមានបាននឹងជោគជ័យល្អណាស់រីកចម្រើនទាំងអស់គ្នាលោកប្រធានលីវជូនមួយកែវទៀតកែវនេះខ្ញុំចង់ឲ្យលោកស្រីជាងផឹកជាមួយខ្ញុំលោកប្រធានលីវខ្ញុំមិនចេះផឹកទេមិនចេះផឹកកាន់តែល្អពេលស្រវឹងយើងអាចធ្វើអ្វីបានតាមចិត្តផឹកពី3កែវទៅនឹងចេះហើយសូមទោសខ្ញុំពិតជាមិនចេះផឹកមែនលោកស្រីជាងធ្វើបែបនេះមិនមែនជាអាកប្បកិរិយាចង់សហការនោះទេលោកប្រធានលីវខ្ញុំផឹកជំនួសគាត់មិនបានទេកែវនេះត្រូវតែផឹកជាមួយលោកស្រីជាងបើលោកស្រីមិនទុកមុខឲ្យខ្ញុំទេកិច្ចសហការនេះក៏មិនបាច់និយាយបន្តដែរមិនអីទេលោកប្រធានលីវខ្ញុំនឹងផឹកជាមួយលោកបែបនឹងទើបត្រឹមត្រូវលោកប្រធានលីវកិច្ចសហការលើកនេះគឺជាផលចំណេញសម្រាប់យើងទាំងពីរអញ្ចឹងយើងសម្រេចចុះកិច្ចសន្យាលើតែម្ដងទៅយ៉ាធីងឆាប់យកកិច្ចសន្យាមកកុំប្រញាប់អីរឿងនេះចាំបន្តិចទៀតចាំនិយាយគ្នាក៏មិនយឺតពេកដែរលោកប្រធានលីវក្រុមហ៊ុនយើងយកចិត្តទុកដាក់ខ្លាំងបើលោកមានលក្ខខណ្ឌអីអាចប្រាប់បានលោកស្រីជាងនៅលើតបាយកុំនិយាយពីរឿងការងារអីចាំយើងញ៉ាំបាយឆ្អែតសិនចាំទៅនិយាយគ្នានៅកន្លែងផ្សេងតាមសម្រួលយ៉ាធីងយកកិច្ចសន្យាមកទីនេះលោកប្រធានលីវសូមអញ្ជើញចុះហត្ថលេខាលោកស្រីជាងតាអ្នកណាថាខ្ញុំនឹងនិយាយរឿងកិច្ចសន្យានៅទីនេះលោកលីវខ្ញុំវាយ៉ាងម៉េចនិយាយពីរឿងការងារគឺការងារសូមលោកកុំធ្វើចរិតមិនសមរម្យដាក់ខ្ញុំលោកស្រីជាងប្រាប់តាមត្រង់ចុះមានក្រុមហ៊ុនច្រើនណាស់ដែលចង់សហការជាមួយខ្ញុំហេតុអ្វីខ្ញុំត្រូវជ្រើសរើសអ្នកពួកយើងអាចផ្ដល់ផលចំណេញខ្ពស់បំផុតដល់ក្រុមហ៊ុនលោកនិងចំណេញទាំងសងខាងពួកយើងសហការជាមួយអ្នកណាក៏ចំណេញដែរបើចង់ឲ្យខ្ញុំសហការអ្នកត្រូវបង្ហាញទឹកចិត្តខ្លះតើលោកចង់បានទឹកចិត្តបែបណាយប់នេះកុំទាន់ឲ្យត្រឡប់ទៅវិញអីនៅបំរើខ្ញុំឲ្យស្រួលខ្លួនទៅខ្ញុំនឹងចុះហត្ថលេខាភ្លាមអាខូចចង្រៃយកស្រីឈួតហ៊ានជីទឹកដាក់អញផងអញនឹងចាត់ការអញឥឡូវនេះចាប់នាងឲ្យជាប់
អាខូចជួយខ្ញុំផងអ្នកណាហ៊ានចាប់អញយាយហ្វុងដល់ពេលណាហើយឆាប់ជួយខ្ញុំនឹងឈៀនស៊ីផងអញជាស្អីគេសម្លាប់វាឲ្យអញគុំវីអីគុំវីទៀតអីបើហ៊ាននឹងអញគុំសង្ឃឹមថាអាចចេញពីក្រុងជាងឆឹងនេះឲ្យសោះអ្នកដែលធ្លាប់គំរាមខ្ញុំកាលពីលើកមុនឥឡូវកំពុងដេកនៅមន្ទីរពេទ្យនៅឡើយលោកម្ចាស់រកឃើញអត្តសញ្ញាណពួកវាហើយតើជាអ្នកណាគិតក៏ត្រូវបានបញ្ជូនមកដោយសមាគមហេមីងដែលជាបាក់ពួកធំបំផុតក្នុងក្រុងយ៉ាងឆឹងសមាគមហេមីងតើគ្រូសាជាងយើងបានធ្វើឲ្យសមាគមហេមីងខឹងពីពេលណាលោកម្ចាស់តើអាចទៅរួចទេដែលមានអ្នកចំណាយលុយច្រើនជួសមាគមហេមីងឲ្យចេញមុខតើជាស្នាដៃរបស់អ្នកណាឲ្យប្រាកដតោះពួកយើងទៅជួបប្រធានសមាគមហេមីងកុំអីលោកម្ចាស់ខ្ញុំគិតថាវាគ្រោះថ្នាក់ពេកហើយគ្រួសារជាងយើងនៅកន្លែងភ្លឺឯសមាគមហេមីងនៅកន្លែងងឹតពេលនេះពួកយើងមិនគួរទៅរករឿងពួកវាទេខ្ញុំដឹងហើយសមាគមហេមីងចូលចិត្តលុយមែនទេខ្ញុំនឹងឲ្យខ្ញុំមិនជឿថាបើខ្ញុំប្រើលុយហើយមិនអាចតាក់ទាញសមាគមហេមីងបាននោះទេលោកម្ចាស់ត្រកូលជាងតើមានការអ្វីចង់រកខ្ញុំមែនទេប្រធានហានតើអ្នកណាឲ្យប្រកាសតែចង់បានជីវិតចៅស្រីរបស់ខ្ញុំសុំទោសខ្ញុំមិនអាចប្រាប់បានទេ100 លានលោកម្ចាស់ត្រកូលជាងសមាគមហេមីងមានច្បាប់ទោះបីខ្ញុំជាប្រធានក៏មិនអាចបំពានច្បាប់បានដែរ300 លានលោកកំពុងតែបង្ខំខ្ញុំហើយ500 លានតើអ្នកណានៅពីក្រោយរឿងនេះលោកម្ចាស់ត្រកូលជាងតម្លៃដែលលោកឲ្យពិតជាធ្វើឲ្យខ្ញុំរំភើបមែនប៉ុន្តែអ្វីប៉ុន្តែមានអ្នកឲ្យថ្លៃខ្ពស់ជាងលោកមុនបាត់ហើយដើម្បីឲ្យលោកមកហើយគ្មានផ្លូវត្រឡប់ទៅវិញលោកម្ចាស់លោកមិនអីទេមែនទេប្រធានហានតើនេះជាវិធីដែលលោកទទួលភ្ញៀវមែនទេគោលការណ៍សមាគមហេមីងគឺស្គាល់តែលុយមិនស្គាល់មនុស្សទេអ្នកណាឲ្យលុយច្រើនយើងជួយម្នាក់នោះតើភីគីម្ខាងទៀតឲ្យលោកប៉ុន្មានខ្ញុំឲ្យលើស2 ដងលោកគ្មានលទ្ធភាពទេមកដល់ហើយគុំសង្ឃឹមថាបានទៅវិញចាត់ទុកថាសមាគមហេមីងចំណេញធំលើកនេះចុះលោកគិតថាអាចខាត់ខ្ញុំបានមែនទេបើមិនសាកតើដឹងយ៉ាងម៉េចទៅប្រធានហ៊ានខ្ញុំនឹកស្មានមិនដល់សោះថាសមាគមហេមីងថោកទាបដល់ថ្នាក់នេះថ្ងៃនេះអ្នកខ្លាំងទាំងពីរនៃគ្រួសារជាងនឹងត្រូវស្លាប់ក្នុងដៃយើងសមាគមហេមីងនឹងល្បីល្បាញបានទាំងកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍លោកម្ចាស់ខ្ញុំនឹងទប់ទល់ពួកគេលោកម្ចាស់ប្រញាប់ដកថយរកឱកាសចាក់ចេញសិនទៅបើទៅគឺត្រូវទៅជាមួយគ្នាលោកម្ចាស់គ្រួសារជាងមិនអាចខ្វះលោកបានទេគុំនិយាយអីទៀតខ្ញុំមិនអាចទុកអ្នកចោលម្នាក់ឯងទេមិនបាច់ដណ្ដើមគ្នាដេកស្លាប់ទេគ្មានអ្នកណាម្នាក់ចេញរួចឡើយនាំគ្នាធ្វើការប្រធានតើបណ្ដោយឲ្យពួកគេចាក់ចេញបែបនេះមែនទេរងចាំមិនបានទេសម្លេងប្រយុទ្ធអំបញ្ញមែនបានផ្អើលដល់មនុស្សជាច្រើនបាត់ហើយកុំបារម្ភគេត្រូវថ្នាំពោរបស់ខ្ញុំហើយទោះរត់រួចក៏រស់បានមិនយូរដែរចិនណានជាមេគ្រួសារជាងកម្លាំងពិតជាខ្លាំងមែនពួកយើងមានគ្នាដល់ប៉ុណ្ណឹងក៏នៅតែខាត់ពួកគេមិនបានកម្លាំងរបស់ជាងចិនណានពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលចិត្តដល់កម្រិតកំពូលទៅហើយបើពួកយើងមិនបានត្រៀមទុកមុនការប្រយុទ្ធនេះមិនដឹងជាអ្នកណាឈ្នះអ្នកណាចាញ់ឡើយសមាគមហេមីងប្រហែលជាខាត់បងធ្ងន់ធ្ងរហើយត្រឡប់ទៅវិញសិនទៅអាឡូលោកយាយអាសៀឆាប់មកវិញមកលោកតារបស់ឯងមានរឿងអីទៅលោកយាយកុំភ័យអីនិយាយយឺតមកលោកតារបស់ឯងនឹងពូយ៉ាងបានចេញទៅក្រៅដល់ពេលត្រឡប់មកវិញពេញខ្លួនសុទ្ធតែរបួសពេលនេះកំពុងសន្លប់បាត់ស្មារតីហើយខ្ញុំនឹងទៅវិញឥឡូវនេះយីខ្វឹងចៅហ្វាយខ្ញុំនៅទីនេះលោកតាខ្ញុំមានរឿងហើយខ្ញុំត្រូវត្រឡប់ទៅផ្ទះមួយផ្លែកតាឯងទៅដែរទេទៅលោកតាលោកម្ចាស់ត្រកូលជាងសន្លប់ហើយបើគ្មានគាត់ទេតើពួកយើងអាចស្វែងរកឪពុកម្ដាយអាស៊ីយ៉ាងដូចម្ដេចលោកម្ចាស់រងរបួសធ្ងន់ណាស់អ្វីដែលសំខាន់បំផុតនោះគឺមានជាតិពុលក្នុងខ្លួនគាត់បើមិនឆាប់បញ្ចេញជាតិពុលទេគាត់អាចនឹងគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលចុះគួរធ្វើដូចម្ដេចទៅលោកគ្រូពេទ្យសូមលោកជួយលោកតាផងរបួសខាងក្រៅខ្ញុំអាចព្យាបាលបានតែជាតិពុលនេះខ្ញុំអស់សមត្ថភាពហើយតើអ្នកណាហ៊ានធ្វើបាបលោកតាដល់ថ្នាក់នេះគ្រួសារជាងពួកយើងមិនលើកលែងឲ្យដាច់ខាតលោកយាយកុំបារម្ភអីខ្ញុំនឹងទៅរកអ្នកដែលពូកែបញ្ចេញជាតិពុលបំផុតទោះបីត្រូវចំណាយប៉ុន្មានក៏ដោយអរគុណលោកពូយ៉ាងខ្ញុំក៏នឹងទៅរកវិធីផ្សេងទៀតដែរ
លោកយាយខ្ញុំអាចជួយលោកតាបានខ្ញុំធ្លាប់បានរៀនពីលោកគ្រូរបស់ខ្ញុំកាលនៅលើភ្នំយៀកហ្វឹងឯងអាចជួយលោកតាខ្ញុំបានមែនទេបានអាសៀតាគេជាអ្នកណាលោកយាយគេឈ្មោះយៀកហ្វឹងជាមនុស្សអាវាសែស្អីគេមនុស្សអាវាសែលោកយាយលោកតាកាលពីប៉ុន្មានថ្ងៃមុនមិនមែនបានឡើងភ្នំទៅរកតាចាស់បោកប្រាស់ម្នាក់នោះទេគាត់គឺជាសិស្សរបស់តាចាស់បោកប្រាស់ម្នាក់នោះហើយតាចាស់បោកប្រាស់អីនោះគឺលោកតាទេវតាអីយ៉ាងណាក៏ដោយខ្ញុំគិតថាពួកគេគ្រាន់តែជាអ្នកបោកប្រាស់ប៉ុណ្ណោះពួកអ្នកទាំងអស់គ្នាត្រូវបានគេបោកហើយអូយខ្ញុំសូមអង្វរសូមជួយចិនណានផងលោកយាយក្រោកឡើងលោកយាយហេតុអ្វីបានជាលោកយាយលុតជង្គង់ចំពោះគាត់អាចជួយបានមែនគាត់ប្រហែលជាបានជួយតាំងពីយូរហើយខ្ញុំសូមអង្វរអ្នកត្រូវតែជួយជីវិតចិនណានឲ្យបានហើយលោកយាយសូមកុំបារម្ភខ្ញុំនឹងជួយអាខូចឯងអាចជួយលោកតាខ្ញុំបានមែនទេបើឯងជួយបានក៏ឆាប់ជួយទៅអាសៀកុំគ្មានសុជីវធម៌ដាក់លោកគ្រូទេវតាអញ្ចឹងអាសៀឆាប់សុំទោសលោកគ្រូទេវតាភ្លាមមិនអីទេបើជាតិពលជ្រាបចូលដល់បេះដូងនឹងពិបាកហើយទុកឲ្យខ្ញុំជួយគាត់សិនចុះអាខូចឯងធ្វើអីលោកតាខ្ញុំនឹងបើលោកតាខ្ញុំមានរឿងអីខ្ញុំមិនលើកលែងឲ្យឯងទេនេះគឺជាប្រតិកម្មធម្មតាទេជាតិពលត្រូវបានបញ្ចេញហើយតើនេះខ្ញុំកាត់អីនឹងចិនណានលោកភ្លេចហើយឬបន្ទាប់ពីត្រឡប់មកវិញលោកក៏សន្លប់ទៅពូយ៉ាងជាអ្នកនាំលោកមកវិញខ្ញុំចាំបានហើយខ្ញុំនឹងយ៉ាងខាយទៅសមាគមហេមីងជាលទ្ធផលគឺត្រូវចំអន្ទាក់របស់ហានហ្វេហ្វៃខ្ញុំបានខិតខំអស៊ូដកថយមកវិញរហូតដល់របួសសន្លប់ចុះយ៉ាងខាយគេយ៉ាងម៉េចហើយគេមិនអីទេរបួសស្រាលជាងលោកបន្តិចកំពុងព្យាបាលហើយហេតុអីលោកទៅសមាគមហេមីងធ្វើអីស្មានថាខ្លួនឯងនៅក្មេងចង់ទៅសងសឹកមែនទេបើគ្មានលោកគ្រូទេវតាទេជីវិតលោកច្បាស់ជាចប់ហើយគឺលោកគ្រូទេវតាជាអ្នកជួយខ្ញុំមែនទេគ្រាន់តែជាការជួយបន្តិចបន្តួចប៉ុណ្ណោះឆាប់ក្រោកឡើងអរគុណលោកគ្រូទេវតាទៅលោកម្ចាស់សម្រាប់សិនទៅទោះបីជាតិពលបញ្ចេញអស់តែលោកនៅខ្សោយកម្លាំងណាស់ចិនណានលោកគ្រូនិយាយត្រូវហើយសម្រាប់ឲ្យច្រើនទៅពួកយើងបានអរគុណគាត់រួចហើយលោកគ្រូទេវតាស័ក្តិសមជាសិស្សរបស់គ្រូទេវតាពិតមែនខ្ញុំផ្ញើអាសៀឲ្យលោកជួយការពារខ្ញុំស្ងប់ចិត្តណាស់លោកតាខ្ញុំមិនត្រូវការឲ្យគេមកការពារខ្ញុំទេនឹកស្មានមិនដល់ថាយៀកវឹងអាចជួយលោកតាបានមែនតែខ្ញុំពិតជាយល់ច្រឡំលើគេមែនទេទោះបីគេចេះប្រាំចូលប្រាក់ព្យាបាលក៏ដោយតែហេតុអីក៏សម្ដីនិងចរិតរបស់គេនៅតែអញ្ចឹងយ៉ាងណាក៏ដោយគេនៅតែជាមនុស្សអវិស័យដែរអូលោកតាខ្ញុំមានរឿងចង់ប្រាប់លោកគ្រូទេវតាសូមមានប្រសាសន៍រឿងដែលលោកត្រូវថ្នាំពោលយកល្អកុំទាន់ឲ្យអ្នកក្រៅដឹងហេតុអីព្រោះអំបញ្ញមិញខ្ញុំសម្គាល់ឃើញចិត្តសម្លាប់ពីមនុស្សពីរនាក់នោះនិយាយឲ្យចំទៅគឺពួកគេចង់សម្លាប់លោកអំបញ្ញមិញមានអ្នកណាខ្លះមកទីនេះក្រៅពីគ្រូពេទ្យស៊ុនគឺមានតែជាងចិនសាននិងកូនប្រុសគាត់ទេអូខ្ញុំមិនមែនចង់មានន័យអញ្ចឹងទេចុះហេតុអីបានជាពួកគេចង់សម្លាប់ចិនណានទៅវិញលោកធំចង់សម្លាប់លោកតាមិនអាចទេពួកគេជាបងប្អូនបង្កើតនឹងគ្នាណាពួកឯងកុំខ្វល់ពីរឿងនេះអីចាំទុករឿងដែលខ្ញុំត្រូវបានគេបញ្ចេញថ្នាំពុលឲ្យកុំឲ្យអ្នកណាដឹងឲ្យសោះមនុស្សអវាស័យអរគុណឯងដែលបានជួយលោកតាខ្ញុំជប់ហៅខ្ញុំថាអវាស័យបានទេខ្ញុំធ្វើនោះគឺដើម្បីជួយនាងពិតមែនចុះបើឯងជួយលោកតាខ្ញុំបានដោយប្រាំចូលប្រាក់ចុះហេតុអីពេលជួយខ្ញុំបែរជាប្រាមាត់ជញ្ជក់ទៅវិញថ្នាំពុលពីរនឹងវាមិនដូចគ្នាទេមួយជាជាតិពុលសរសៃប្រសាទមួយទៀតជាជាតិពុលក្នុងឈាមពីពោះជាជាតិពុលក្នុងឈាមត្រូវតែប្រាមាត់ជញ្ជក់ទើបវាលឿននិងមានប្រសិទ្ធភាពបំផុតខ្ញុំមិនជឿឯងទេឯងច្បាស់ជាចង់ថាបខ្ញុំហើយឲ្យខ្ញុំលោតទឹកទន្លេមេគង្គក៏លៀងកំហុសមិនជ្រះដែរអញ្ចឹងឯងថាបមកបើឯងថាបខ្ញុំនឹងជួយឯងយ៉ាងណាក៏ខ្ញុំបានជួយលោកតានាងដែរគួរតែមានរង្វាន់ខ្លះហើយបើគេទាមទាររឿងដែលហួសហេតុពេកតើខ្ញុំគួរធ្វើម៉េចតែឯងចង់បានរង្វាន់អីជាងឈៀនស្អាគ្រាន់តែជាក្មេងស្រីម្នាក់ដែលគេតាមចិត្តពេកប៉ុណ្ណោះមិនបាច់បារម្ភទេដឹងតែពីលុយខ្ញុំកំពុងខ្វះលុយបានខ្ញុំនឹងពិចារណាចុះរឿងលោកធំចង់សម្លាប់លោកតាខ្ញុំជាការពិតមែនទេបាទខ្ញុំមើលតាមក្រសែភ្នែកពួកគេគឺពោពេញដោយចិត្តសម្លាប់តែពួកគេជាបងប្អូនបង្កើតនឹងគ្នាណាហេតុអីក៏ធ្វើបែបហ្នឹងខ្ញុំមិននឹងដឹងទៅខ្ញុំមិនមែនជាពួកគេណាអញថាជាងចិនណានអាចនឹងជាសះស្បើយវិញទេមិនអាចទេប្រធានហានប្រាប់ខ្ញុំថាជាងចិនណានត្រូវពីរបស់គាត់ហើយគឺច្បាស់ជាស្លាប់ចាំតែអាខ្មោចកញ្ចាស់នោះស្លាប់ទៅគ្រួសារជាងនឹងខ្លាយជារបស់យើងរៀបចំផែនការយ៉ាងយូរចំណាយអស់ច្រើនណាស់ទីបំផុតគ្រួសារជាងធ្លាក់ក្នុងដៃយើងហើយ
ទោះបីនាងមានចរិតក្អេងក្អាងបន្តិចមែនតែសម្រស់ពិតជាមិនធម្មតាទេមើលទៅគឺស្អាតជាងម្ដាយនាងទៅទៀតចាំអាចារ្យនោះស្លាប់យើងក្តោបក្តាប់គ្រួសារជាងរួចចាំរៀបការនាងចេញទៅដើម្បីដោះដូរនឹងផលប្រយោជន៍ត្រកូលយើងជឿថាមានកូនចៅអម្បូរអ្នកមានជាច្រើនចាំដណ្ដើមគ្នាយកនាងមិនខានគំនិតនេះមិនអាក្រក់ទេលើកនេះដើម្បីសម្លាប់ជាងចិនណានពួកយើងបានខាតបង់ច្រើនណាស់ប្រើនាងដើម្បីដោះដូរយកចំណេញមកវិញមកប៉ះពើការខាតបង់ក៏ល្អដែរលើកមុនកូនប្រុសច្បងត្រកូលហាំងឲ្យគេមកចាប់ខ្លួនជាងឈុនសៀតែបរាជ័យចង់ឲ្យឃាតករសមាគមហេមីងដែលតាមដាននាងកំចាត់នាងចោលតែម្ដងដើម្បីទម្លាក់កំហុសឲ្យត្រកូលហាំងឲ្យពួកគេចេញមុខចាត់ការជាងចិនណានតែលទ្ធផលក៏នៅតែបរាជ័យដដែលមើលទៅអាខ្មោចកញ្ចាស់នោះប្រហែលជាដាក់អ្នកខ្លាំងនៅក្បែរនាងហើយតើអាចជាអាម្នាក់ដែលមកជាមួយនាងថ្ងៃនេះទេមើលទៅមិនដូចទេក្មេងបែបហ្នឹងអាចទប់ទល់នឹងអ្នកខ្លាំងរបស់សមាគមហេមីងបានអញ្ចឹងប្រហែលជាលាក់ខ្លួនក្នុងទីងឹតហើយក៏ត្រូវមួយយ៉ាងដែរមិនអីទេឲ្យតែជាងចិនណានស្លាប់យើងនឹងអាចគ្រប់គ្រងគ្រួសារជាងបានដោយរលូនដល់ពេលនោះហេហេហេជាងឈៀនសៀនិងអាសន្តិសុខម្នាក់នោះចាំមើលទៅខ្ញុំនឹងឲ្យពួកឯងលុតជង្គង់សុំទោសលោកម្ចាស់ពីរនាក់នេះគឺជាកម្ពុជាឃាតករមកពីក្រុងយីងឆឹងកម្រិតវិជាគុណខ្ពស់ណាស់កម្ពុជាឃាតករអញ្ចឹងហ៎ខ្ញុំមើលទៅមិនដូចសោះសូម្បីតែឈ្មោះក៏មិនដែលឮដែរពួកយើងលាក់ខ្លួនជាច្រើនឆ្នាំមកហើយទើបតែចេញមកដើម្បីស្វែងរកការផ្លាស់ប្ដូរថ្មីចុះពួកឯងអាចយកឈ្នះអ្នកខ្លាំងបានទេពួកយើងទាំងពីរនាក់រួមដៃគ្នាទោះជាអ្នកខ្លាំងកម្រិតណាក៏ដោយក៏មិនងាយទប់ទល់ដែរបើពួកឯងពូកែពិតមែនចាំតាមបម្រើខ្ញុំទៅខ្ញុំនឹងឲ្យពួកឯងរស់នៅស្រួលពួកយើងគ្រាន់តែចង់រកលុយខ្លះដើម្បីបន្តដំណើរទៅមុខទៀតតែប៉ុណ្ណោះប៉ាងបើជួយសងសឹកឲ្យខ្ញុំបានខ្ញុំនឹងឲ្យម្នាក់10លានយន់ព្រមព្រៀងចុះតើអ្នកណាជាស្ត្រូវរបស់លោកខ្ញុំមិនប្រកាសពីកម្លាំងពិតរបស់វាទេតែវាប្រហែលជាគ្រាន់តែជាអ្នកខ្លាំងម្នាក់បើគ្រាន់តែជាអ្នកខ្លាំងធម្មតាម្នាក់ក្នុងចំណោមពួកយើងក៏អាចចាត់ការបានដែរលោកម្ចាស់ដំណឹងល្អណាស់ជាងចិនណានចិត្តស្លាប់ហើយជាងចិនណានចិត្តស្លាប់តាំងពីពេលណាគឺថ្ងៃនឹងតែម្ដងយល់ថាគេត្រូវថ្នាំពោខ្លាំងណាស់គ្មានអ្នកណាជួយបានទេមានតែចាំស្លាប់ប៉ុណ្ណោះល្អណាស់បើជាងចិនណានស្លាប់គ្រួសារជាងនឹងទៅរលីជាមិនខានពីមុនលោកតាហាមមិនឲ្យខ្ញុំទៅរករឿងពួកគេព្រោះខ្លាចគាត់ខឹងឥឡូវគ្មានអ្នកណាខាត់ខ្ញុំបានទេគ្មានអ្នកណាម្នាក់អាចរារាំងការសងសឹករបស់ខ្ញុំបានទេតោះទៅរកជាងឈៀនសៀនិងអាសន្តិសុខម្នាក់នោះតែលោកម្ចាស់លោកតាបានប្រាប់ថាកុំឲ្យលោកចេញទៅក្រៅអីអាខ្មោចកញ្ចាស់ជាងចិនណានស្លាប់បាត់ហើយតើគាត់អាចធ្វើអីបានទៀតទៅពួកយើងទៅថ្ងៃនេះខ្ញុំមកទីនេះដើម្បីសងសឹកលោកម្ចាស់ចៅហ្វាយជាងនិងយីកវឹងថ្ងៃនេះមិនបាននៅក្រុមហ៊ុននោះទេហាងអ៊ីហឹងតើឯងចង់ធ្វើអីហ្នឹងទីនេះមិនស្វាគមន៍ឯងទេមកទីនេះគឺដើម្បីសងសឹកលើកមុនឯងធ្វើឲ្យខ្ញុំបាក់មុខលើកនេះឯងដឹងគ្នាហាងអ៊ីហឹងឯងភ្លេចហើយហៅថាឈៀនសៀជាចៅស្រីត្រកូលជាងឯងមិនខ្លាចត្រកូលជាងសងសឹកវិញទេអីអាខ្មោចកញ្ចាស់ជាងចិនណានចិត្តស្លាប់ហើយតើមានអីត្រូវខ្លាចទៀតឯងនិយាយផ្ដេសផ្ដាសហើយប៉ុន្មានថ្ងៃមុនខ្ញុំទើបតែឃើញគាត់នៅសុខសប្បាយតើឈប់និយាយច្រើនទៅនាំគ្នាវីកំតិចទីនេះឲ្យអស់អ្នកផ្សេងចេញឲ្យអស់ទៅកុំមកចង់រករឿងជាមួយពួកយើង
មិននឹកស្មានថានៅទីនេះខ្ញុំបានជួបស្រីស្អាតម្នាក់ទៀតសោះឈៀនសៀនឹងយឹកវឹងចិត្តមកដល់ទីនេះហើយអញកុំចង់ធ្វើរឿងផ្ដេសផ្ដាស់ឲ្យសោះខ្ញុំកំពុងតែរងចាំពួកវានឹងហើយតែមុននឹងពួកវាមកដល់ខ្ញុំសូមសប្បាយជាមួយនាងសិនហាងអ៊ីហេងខ្ញុំនិយាយម្ដងទៀតនាងកុំប្រឆាំងឲ្យសោះនេះជាកម្មរបស់នាងទេឯងសូមយ៉ាធីងបើនៅមុខជាងឈៀនសៀនាងនិយាយល្អពីយើងតែបន្តិចនោះថាមិនត្រូវយើងយកជាងឈៀនសៀបានទៅហើយនោះយើងប្រហែលជាយើងត្រូវអរគុណនាងហើយក៏ប៉ុន្តែតាមយើងដឹងនាងមិនដែលនិយាយល្អពីយើងនោះទេចឹងហើយថ្ងៃនេះយើងនឹងទូទាត់បញ្ជានេះទាំងចាស់ទាំងថ្មីហើយមិនមែនទេខ្ញុំមិនដែលនិយាយរឿងអាក្រក់ពីឯងនោះទេអ្នកនាងជាងហាងអ៊ីហឹងមកដល់ហើយណែណានៅខាងលើហេតុអីមិនខាត់គេនាំអ្នកខ្លាំងមកជាមួយខ្ញុំមិនហ៊ានទេបើខាត់ច្បាស់ជាត្រូវវាមិនខានឆាប់ទៅឈៀនសៀជួយខ្ញុំផងយីខ្វឹងជួយផងពួកវាខ្លួនវារស់មិនស្រួលផងតើមានអ្នកណាអាចមកជួយនាងបានទៅហាងអ៊ីហឹងតើអញចង់ធ្វើអីហ្នឹងចង់ធ្វើអីសងសឹកនឹងហើយអ្នកដែលហ៊ានធ្វើឲ្យខ្ញុំបាក់មុខមានតែផ្លូវស្លាប់មួយគត់លើកមុនអ្នកដែលវាអញគឺខ្ញុំប៉ាពូកែមកលេងជាមួយខ្ញុំមកគុំធ្វើបាបស្រីឯងឈ្មោះយីខ្វឹងមែនទេហ៊ានវាអញផងហែអញនឹងសម្លាប់ឯងចាំមើលទៅយើងសឹងកាច់ជើងវាឲ្យអញយីខ្វឹងឯងស្មានថាឯងឈ្នះហើយមែនទេពីរអ្នកនេះគឺជាកម្ពុជាឃាតករទោះអ្នកខ្លាំងកម្រិតណាក៏ដោយក៏មិនងាយទប់ទល់ដែរឆាប់លើកជង្គង់សុំទោសអញភ្លាមចង់ដឹងណាស់ថាជាអ្នកណាវិជាគុណមិនអន់ទេឆាប់ប្រាប់ឈ្មោះមកមិនបាច់ស្គាល់ឈ្មោះពួកយើងទេហ៊ានអួតម្លេះចាំមើលពួកយើងទាំងពីរនឹងមិនលើកលែងឲ្យអញទេកុំតិចវាឲ្យអញចង់ធ្វើបាបវាឲ្យរស់មិនស្រួលស្លាប់មិនកើតយឹកវឹងប្រយ័ត្នកុំបារម្ភពួកវាធ្វើអីខ្ញុំមិនបានទេអញស្មានថាអញជាអ្នកណាថ្ងៃនេះអញនឹងធ្វើឲ្យអញពិការហើយនឹងធ្វើបាបអញឲ្យសប្បាយដែរម្ដងនាំគ្នាធ្វើការនេះហើយកម្ពុជាឃាតករដែលអញជួលមកមិនបានការសោះពួកវាជាកម្ពុជាឃាតករហេតុអីក៏ត្រូវអញវាយឲ្យដួលងាយបែបនេះឯងជាអ្នកណាឲ្យប្រកាសមកទីនេះអញគឺជាកូនប្រុសច្បងត្រកូលហាំងបើអញសម្លាប់អញឯងនឹងគ្មានកន្លែងរស់នៅឡើយម្យ៉ាងទៀតជាងជីនណានចិត្តស្លាប់ហើយគ្រួសារជាងនឹងមិនអាចការពារអញបានទេអញឆ្ងល់ណាស់ហេតុអីក៏អញហ៊ាននាំមនុស្សមករករឿងប្រែថាអញដឹងរឿងលោកតាជាងត្រូវថ្នាំពុលមែនទេថៃជានសាលោកតាជាងត្រូវថ្នាំពុលមែនទេលោកតាខ្ញុំត្រូវថ្នាំពុលខ្លាំងណាស់គ្មានអ្នកណាជួយបានលេងខ្ញុំទៅខ្ញុំនឹងមិនមករករឿងទៀតទេមិនបានទេត្រកូលហាញជាអំបូរធំមួយក្នុងចំណោម4អញហ៊ានមករករឿងជាមួយពួកយើងអញ្ចឹងហែគ្រាន់តែត្រកូលហាងតូចមួយសុទ្ធតែចង់ធ្វើធំអញ្ចឹងហែអញនឹងឲ្យមេរៀនឯងម្ដងខ្ញុំឲ្យលុយលោកចង់បានប៉ុន្មានក៏បានដែរលោកចង់បានប៉ុន្មានខ្ញុំឲ្យទាំងអស់យីខ្វឹងឯងកុំជឿសម្ដីវាឲ្យសោះមនុស្សប្រភេទនេះបើលែងវាទៅវានឹងមករករឿងពួកយើងវិញមិនខានត្រូវហើយយីខ្វឹងកុំជឿវាឲ្យសោះខ្ញុំឲ្យពិតមែនខ្ញុំស្បត់ថានឹងមិនមករករឿងពួកនាងទៀតទេសុំទោសផងទោះបីជាខ្ញុំខ្វះលុយក៏ដោយតែខ្ញុំមិនយកលុយពីមនុស្សថោកទាបដូចឯងទេប្រញាប់នាំវាចេញទៅបើមិនអញ្ចឹងអញនឹងវាឲ្យស្លាប់យីខ្វឹងអរគុណឯងណាស់បើគ្មានឯងទេថ្ងៃនេះខ្ញុំប្រហែលជាត្រូវបានគេធ្វើបាបបាត់ហើយវាជាតួនាទីរបស់ខ្ញុំតើ
មនុស្សហាវាសែអប់យូរម្លេះមិនឆាប់លែងទេតើគាត់យ៉ាងម៉េចហើយអ្នកប្រុសធំរងរបួសធ្ងន់ណាស់ទោះបីជាមិនស្លាប់មែនតែពិបាកនឹងដឹងខ្លួនវិញណាស់តើមានន័យថាម៉េចអ្នកប្រុសធំទំនងជាអាចនឹងក្លាយជាមនុស្សរុក្ខជាតិគ្មានមធ្យោបាយផ្សេងទេមានតែសាកល្បងមើលប៉ុណ្ណោះមិនហ៊ានធានាថាច្បាស់ជាដឹងខ្លួនវិញឡើយអ៊ីហាវឆាប់ដឹងខ្លួនឡើងឆាប់មកមើលម៉ាក់មកយំរកអីមិនមែនមកពីអ្នកឯងតាមចិត្តគេពេកទេអីកូនត្រូវគេវាយដល់ថ្នាក់នឹងហើយអ្នកមិនព្រមទៅសងសឹកតែបែរមកជាខ្ញុំនៅទីនេះអីចឹងហ៎វីទើបបានកូនល្អអ្នកឯងតាមចិត្តគេតាំងពីតូចឥឡូវសុំមកហើយលោកពូទីពីអំបញ្ញមិញអ្នកនៅទីនោះដែរមែនទេហេតុអីមិនជួយខករាល់ថ្ងៃដឹងតែពីដើរលេងស៊ីផឹកបើអ្នកមិនទៅសងសឹកទេខ្ញុំនឹងស្លាប់រស់ជាមួយអ្នកយីហ្វឹងខ្ញុំប្រកាសជាធ្វើឲ្យឯងបងថ្លៃវិញជាមិនខានកូនរបស់ខ្ញុំមិនអាចឲ្យគេធ្វើបាបទេបានឡើយអាសៀតាឯងយល់ថាយីហ្វឹងយ៉ាងម៉េចដែរយ៉ាងម៉េចគឺជាយ៉ាងម៉េចគឺថាតាឯងយល់ថាគេជាមនុស្សយ៉ាងម៉េចដែរជាមនុស្សខូចបូករួមទាំងអ្នកបោកប្រាស់ទៀតតែខ្ញុំយល់ថាគេមិនដូចជាអ្នកបោកប្រាស់ឡើយគេពូកែយ៉ាងនេះតើអាចទៅជាអ្នកបោកប្រាស់បានយ៉ាងម៉េចទោះបីជាគេមិនមែនជាអ្នកបោកប្រាស់ក៏ជាមនុស្សខូចដែរអញភ្លេចហើយហេះពេលគេជួបខ្ញុំលើកដំបូងចុះនោះមិនមែនមកពីគេចង់ជួយអញទេអីអាសៀតាឯងអាចមានការយល់ច្រឡំអ្វីលើគេអត់យ៉ាធីងហេតុអីក៏ឯងជួយនិយាយការពីអ្នកដទៃអីចឹងខ្ញុំនិយាយតាមការពិតតើគេមើលទៅពិតជាមិនដូចមនុស្សខូចមែនតាគេជាមនុស្សដែលមានសុចរិតភាពម្នាក់មិនមែនមកពីគេជួយអញថ្ងៃនេះទេអីបានជាអញចង់បោះបង់មិត្តសម្លាញ់ដូចជាខ្ញុំដែលធំដឹងក្តីជាមួយគ្នាអូយអាសៀនិយាយពីការបោះបង់អីអញជាមិត្តសម្លាញ់បំផុតក្នុងជីវិតរបស់ខ្ញុំចុះហេតុអីនៅតែជួយនិយាយការពីគេទៀតខ្ញុំគ្រាន់តែមានអារម្មណ៍ថាពេលនៅជាមួយគេមានសុវត្ថិភាពម្យ៉ាងដែលពិបាកនិយាយហាក់ដូចជាគេអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបានមិនមែនស្រឡាញ់គេហើយទេដឹងប្រហែលជាអត់ទេបន្តិចបន្តួចប៉ុណ្ណោះតែបន្តិចបន្តួចទេមានចិត្តល្អគឺជាការចាប់ផ្ដើមនៃសេចក្តីស្រឡាញ់យ៉ាធីងអញដាច់ខាតគុំលងខ្លួនឲ្យសោះគេគ្រាន់តែជាមនុស្សខូចម្នាក់ប៉ុណ្ណោះមិននិយាយទៀតទេគេងហើយតាមពិតទៅស្រឡាញ់យីហ្វឹងក៏គ្មានអ្វីមិនល្អដែរតើឯងនិយាយថាអីគ្មាននិយាយអីទេតើខាងជាងចិនតុងមានដំណឹងអ្វីខ្លះហើយភ្លេចប្រាប់បងអំបញ្ញមិញជាងចិនតុងបានខលមកថាបានរកគ្រូពេទ្យម្នាក់មកមើលក្រែងលោអាចជួយបន្សាបថ្នាំបំពុលឲ្យបងបានបន្សាបថ្នាំបំពុលខ្ញុំមើលទៅគេប្រហែលជាចង់ដឹងថាខ្ញុំស្លាប់ឬនៅប៉ុណ្ណោះលោកពូធំតើទេវតាតូចម្នាក់នោះអាចយល់ច្រឡំដែរឬទេជាងចិនតុងយ៉ាងណាក៏ជាបងប្រុសរបស់អ្នកដែរហេតុអីគេចង់សម្លាប់អ្នកទៅវិញខ្ញុំដឹងច្បាស់ណាស់អំណាចមានឥទ្ធិពលតាក់ទាញមនុស្សខ្លាំងប៉ុណ្ណាបើខ្ញុំស្លាប់ឥឡូវនេះអាសៀនៅមិនទាន់មានសមត្ថភាពគ្រប់គ្រងគ្រួសារជាងឡើយដូចនេះទ្រព្យសម្បត្តិដ៏មហាសាលរបស់យើងនឹងធ្លាក់ទៅក្នុងដៃពួកគេជាមិនខានអូយលើកនេះសំណាងហើយបានទេវតាតូចដែលជាសិស្សផ្ទាល់របស់ទេវតាចាស់ជួយមិនបាច់និយាយអ្វីច្រើនទេគ្រាន់តែសមត្ថភាពបន្សាបថ្នាំបំពុលរបស់គេតើអ្នកណាអាចប្រៀបបានខ្ញុំគ្រាន់តែមិនយល់ទេតើអំណាចពិតជាសំខាន់ដល់ថ្នាក់នឹងមែនទេបើខ្ញុំស្មានមិនខុសទេអ្នកដែលជួលក្រុមហេមីងឲ្យមកលបសម្លាប់អាសៀលើកនេះគឺឪពុកកូនពីរនាក់នោះឯងស្អីគេអ្នកលបសម្លាប់អាសៀគឺជាឪពុកកូនពួកគេមែនទេមិនត្រឹមតែប៉ុណ្ណោះគ្រោះថ្នាក់ចរាចរណ៍របស់ឪពុកម្ដាយអាសៀក៏អាចជាស្នាដៃរបស់ពួកគេដែរគោលបំណងគឺចង់ឲ្យវង្សតកូលខ្ញុំដាច់ពូជដើម្បីឲ្យពួកគេងាយស្រួលដណ្ដើមយកតំណែងក្នុងគ្រួសារជាងតែអាចទៅរួចយ៉ាងម៉េចនោះគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យឲ្យប៉ុណ្ណោះតាគ្រោះថ្នាក់ចៃដន្យគឺអាចរៀបចំទុកមុនបានចុះគួរធ្វើយ៉ាងម៉េចទៅពួកគេចិត្តមកដល់ហើយបើគេដឹងថាថ្នាំបំពុលរបស់អ្នកត្រូវបានបន្សាបតើគេអាចនឹងចុះដៃផ្ទាល់តែម្ដងទេក៏អាចមានលទ្ធភាពបែបនឹងដែរឥឡូវនេះខ្ញុំនៅមិនទាន់អាចធ្វើចលនាខ្លាំងបានឡើយបែបនេះចុះអញប្រញាប់ខុសទៅអាសៀឲ្យអញ្ជើញទេវតាតូចមកទីនេះមកឲ្យតែមានទេវតាតូចនៅទីនេះឪពុកកូនពីរនាក់នោះនឹងមិនអាចបង្កបញ្ហាអ្វីបានឡើយលើកនេះខ្ញុំប្រកាសជាត្រូវលាតត្រដាងមុខមាត់ពិតរបស់ឪពុកកូនពួកគេឲ្យបានបាទខ្ញុំនឹងទៅខលទូរស័ព្ទពេលលើនេះហើយសង្ហារៀងស្អាតចិត្តធ្ងន់ហើយថែមទាំងពូកែទៀតក្រៅពីក៏បន្តិចគាត់ពិតជាបុរសដ៏ល្អឥតខ្ចោះបើបងមិនយកទេខ្ញុំយកមិនអីទេទៅថ្ងៃមុខខ្ញុំនឹងរកលុយចិញ្ចឹមគាត់ឯងឈួតហើយមែនទេក្មេងម្នាក់នេះប្រហែលមិនមែនលងស្រឡាញ់យីហ្វឹងមែនទេដឹងស្រឡាញ់ក៏ស្រឡាញ់ទៅតែពាក់ព័ន្ធអីជាមួយខ្ញុំយ៉ាងណាក៏ខ្ញុំមិនចូលចិត្តគាត់ដែរអាឡូអាសៀ
ឥឡូវនេះអញប្រញាប់នាំលោកគ្រូទេវតាមកវិញភ្លាមមានរឿងអីទៅតើមានរឿងអីកើតឡើងចំពោះលោកតាទេគឺពួកអាចៀងចិនតពុកកូនវារៀបនឹងមកដល់ហើយបារម្ភថាពេលពួកវាដឹងថាលោកតាមិនអីវានឹងធ្វើបាបគាត់ចាសខ្ញុំនឹងត្រឡប់ទៅវិញភ្លាមយីវឹងទៅផ្ទះជាមួយខ្ញុំមួយផ្លែតបាទសេងសៀតាមានរឿងអីកើតឡើងមែនទេមិនអីទេសម្រាប់នៅផ្ទះឲ្យស្រួលចុះថ្ងៃនេះមិនបាច់ទៅក្រុមហ៊ុនទេលោកតាលោកយាយពួកយើងមកវិញហើយលោកគ្រូទេវតាមកដល់ហើយឆាប់ឡើងស្វាគមន៍អូលោកគ្រូទេវតាស្វាគមន៍ដែលបានមកលេងផ្ទះមិនក៏គ្មានអ្នកណាស្វាគមន៍ខ្ញុំអីចឹងគេជាភ្ញៀវឯងជាម្ចាស់ផ្ទះចាំបាច់ស្វាគមន៍ធ្វើអីលោកគ្រូទេវតាដែលអញ្ជើញលោកមកថ្ងៃនេះគឺចង់ឲ្យលោកជួយការពារសុវត្ថិភាពគ្រួសារខ្ញុំបន្តិចទៀតពួកជាងចិនតុងនឹងនាំគ្រូពេទ្យមកជាមួយលើកនេះពួកវាមានបំណងមិនល្អឡើយឲ្យតែពួកវាដឹងថាថ្នាំពុលក្នុងខ្លួនខ្ញុំត្រូវបានរំលាយពួកវានឹងរកវិធីសម្លាប់ខ្ញុំពេលនេះរាងកាយខ្ញុំនៅមិនទាន់ជាសះស្បើយទាំងស្រុងទេហេតុនេះហើយទើបអញ្ជើញលោកមកជួយគ្មានបញ្ហាទេប្អូនទី2បងបាននាំគ្រូពេទ្យពូកែខាបន្សាបថ្នាំពុលបំផុតក្នុងក្រុងយ៉ាងឆឹងមកហើយជឿជាក់លើគាត់ទៅគាត់ច្បាស់ជាអាចជួយជីនណានបានអរគុណបងធំយ៉ាងម៉េចហើយចម្លែកណាស់ហេតុអីថ្នាំពុលក្នុងខ្លួនលោកជាបាត់អស់អីចឹងមិនគួរអីចឹងសោះតើលោកចង់មានន័យថាម៉េចមានន័យថាថ្នាំពុលក្នុងខ្លួនខ្ញុំត្រូវបានបន្សាបអស់ហើយឯងមិនក៏ឯងដឹងខ្លួនឡើងវិញឯងឆ្ងល់ណាស់មែនទេថាហេតុអីខ្ញុំមិនត្រូវថ្នាំពុលស្លាប់ចិនណានខ្ញុំមិនដឹងថាឯងកំពុងនិយាយពីអីទេបងជាបងបង្កើតរបស់ឯងណាតើបងអាចបំពុលឯងបានយ៉ាងម៉េចបានហើយជាងចិនតុងឯងឈប់សម្ដែងទៅមិនមែនឯងចង់ឲ្យខ្ញុំនិងអាសៀស្លាប់ដើម្បីដណ្ដើមអំណាចក្នុងត្រកូលជាងទេអីចិនណានខ្ញុំមិនដឹងថាឯងនិយាយពីអីទេមកដល់ពេលនេះហើយឯងមិនបាច់លាក់បាំងទៀតទេឯងកំពុងគិតថាពេលខ្ញុំកំពុងខ្សោយជាឱកាសល្អដើម្បីដណ្ដើមអំណាចមែនទេឲ្យតែឯងដឹងថាថ្នាំពុលត្រូវបានរំលាយតើឯងនៅអាចទុកជីវិតខ្ញុំទៀតទេពិតជាមិនអាចរំលងបានឡើយតើអ្នកណាជាអ្នកបន្សាបថ្នាំពុលឲ្យជាងចិនណានហើយដឹងរឿងដែលយើងលាក់ទុកជាច្រើនឆ្នាំបានយ៉ាងម៉េចតែមានរឿងមួយនិយាយត្រូវទោះបីជាវាបន្សាបថ្នាំពុលបានក៏រាងកាយវានៅមិនទាន់ជាសះស្បើយដែរចាំដល់ពេលវាជាសះស្បើយទាំងស្រុងឪពុកកូនយើងច្បាស់ជាមិនមែនជាគូប្រកួតរបស់វាទេហេតុអីក៏ឯងត្រូវដឹងខ្លួនឡើងវិញអីចឹងស្លាប់ទៅឲ្យស្ងាត់មិនល្អជាងមែនទេទីបំផុតឯងឈប់សម្ដែងហើយមែនទេឯងក៏ចាស់ណាស់ទៅហើយកូនប្រុសក៏ស្លាប់បាត់ទៀតនៅសល់តែចៅស្រីម្នាក់គង់តែការចេញទៅទេឯងនៅក្រាញនាក្នុងត្រកូលជាងធ្វើអីជាងចិនតុងខ្ញុំសុំសួរឯងរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំនោះគឺជាស្នាដៃឯងមែនទេមែនហើយគឺខ្ញុំជាអ្នកធ្វើហេតុអីទៅនោះជាក្មួយបង្កើតរបស់ឯងណាបើវាមិនស្លាប់តើត្រកូលជាងធ្លាក់មកដល់ដៃពួកយើងឪពុកកូនបានយ៉ាងម៉េចហេតុនេះហើយវាក៏ត្រូវតែស្លាប់ជាងចិនតុងឯងសងជីវិតកូនប្រុសខ្ញុំមកវិញភ្លាមលោកយាយតាមពិតគឺលោកសោះដែរជាអ្នកសម្លាប់ប៉ាម៉ាក់របស់ខ្ញុំជាងចិនតុងដើម្បីអំណាចសំបីតែមនុស្សសិនចិត្តណាបងប្អូនក៏ឯងមិនគិតដែរមែនទេតាំងពីតូចខ្ញុំតែងតែច្រណែនតែឯងពូកែជាងខ្ញុំគ្រប់យ៉ាងពេលធំឡើងឯងនាំត្រកូលជាងរងរឿងចំណែកខ្ញុំវិញបានត្រឹមតែលាក់ខ្លួនក្នុងស្រមោលហេតុអីអ្វីទាំងអស់ជារបស់ឯងទាំងដែលខ្ញុំជាកូនច្បងនៃត្រកូលជាងច្រើនឆ្នាំមកនេះខ្ញុំគិតថាខ្ញុំមិនដែលធ្វើខុសចំពោះឯងទេតែនឹកស្មានមិនដល់ថាឯងចង់សម្លាប់គ្រួសារខ្ញុំឲ្យអស់ពីត្រកូលបែបនេះសោះចិត្តឯងពិតជាសាហាវពេកហើយបើមិនសាហាវក៏មិនអាចឈរជើងបានដែរជាងចិនណានជប់និយាយច្រើនទៅថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយឲ្យតែឯងស្លាប់ត្រកូលជាងទាំងមូលនឹងក្លាយជារបស់ពួកយើងឪពុកកូនជាងចិនតុងឯងពិតជាគិតថាឯងនឹងអាចឈ្នះមែនទេបើមិនដូច្នោះទេខ្ញុំពិតជាគិតមិនចេញសោះថាឯងនៅមានសង្ឃឹមអ្វីទៀតដើម្បីត្បិតនឹងខ្ញុំនោះក្នុងពេលដែលខ្ញុំហ៊ាននាំឯងចូលអន្ទាក់នេះខ្ញុំក៏មានទំនុកចិត្តរួចជាស្រេចដែរមែនទេជាងចិនណាឯងវិតម្លៃខ្លួនឯងខ្ពស់ពេកហើយប្រសិនបើឯងមិនបានត្រូវថ្នាំពុលឬមិនបានរងរបួសទេនោះខ្ញុំទទួលស្គាល់ថាពិតជាពិបាកយកឈ្នះឯងមែនប៉ុន្តែពេលនេះវាមិនដូចមុនទៀតទេលើសពីនេះដើម្បីឲ្យប្រកាសថាគ្មានការឆ្កំឆ្គងខ្ញុំក៏បានអញ្ជើញអ្នកខ្លាំងម្នាក់មកដែរប្រធានហានសូមបង្ហាញខ្លួនចុះលោកម្ចាស់ជាងខានជួបគ្នាយូរហើយប្រធានហានសមាគមខ្មែររបស់ពួកលោក
តែចង់ដើរលើភ្លើងងឹតនេះរហូតមែនទេមានជំរឿទេព្រោះអ្វីដែលគេឲ្យមកវាពិតជាច្រើនពេកហើយសមាគមខ្មែររបស់យើងមិនអាចបដិសេធបានទេតែជាងចិនតុងឲ្យប្រយោជន៍លោកច្រើនប៉ុណ្ណាទើបលោកសុកចិត្តលះបង់ជីវិតដើម្បីគេបែបនេះបន្ទាប់ពីគ្រប់គ្រងត្រកូលជាងរួចទ្រព្យសម្បត្តិ1/3របស់ត្រកូលជាងនឹងជារបស់ខ្ញុំវាពិតជាពិបាកនឹងបដិសេធណាស់បើលោកឲ្យថ្លៃមកខ្ញុំសុំតែពាក់កណ្ដាលណាទ្រព្យសម្បត្តិត្រកូលជាងតើលោកព្រមឲ្យទេជាងចិនតុងដើម្បីដណ្ដើមអំណាចគ្រប់គ្រងអញហ៊ានលក់ទ្រព្យសម្បត្តិ1/3ផងអញពិតជាមនុស្សថោកទាបមែនអញពិតជាគួរឲ្យស្អប់មែនទែនតើនៅគិតគូរពីរឿងទាំងនេះធ្វើអ្វីចិនដានអញចិត្តស្លាប់ទៅហើយរឿងទាំងនេះមិនមែនជារឿងដែលអ្នកត្រូវខ្វល់ទេល្អណាស់ដើម្បីដណ្ដើមអំណាចឯងបានទៅសហការជាមួយអ្នកក្រៅហើយបែងចែកគ្រួសារជាងតើអ្នកមិនខ្លាចធ្វើឲ្យបុព្វបុរសរបស់គ្រួសារអាម៉ាស់ទេមនុស្សម្នាក់ត្រូវគិតពីខ្លួនឯងសិនបើមិនដូច្នោះទេសូម្បីតែស្ថានសួគ៌ក៏នឹងប្រន្ទាទោសដែរចិនណានគុំយករឿងទាំងនេះមកគៀបសង្កត់ខ្ញុំមិនខ្វល់ទេខ្ញុំគ្រាន់តែចង់រីករាយនឹងអារម្មណ៍នៃការគ្រប់គ្រងអ្វីគ្រប់យ៉ាងប៉ុណ្ណោះអ្នកទៅដោយសុខចុះបន្ទាប់ពីអ្នកទៅខ្ញុំនឹងមើលថែប្អូននិងអាស៊ីឲ្យបានល្អជាងចិនតុងឯងជាមនុស្សអាក្រក់ណាស់ឯងនឹងស្លាប់ដោយវៀតនាម8នៅខាងជាងចិនតុងអ្នកនឹងសោកស្ដាយខ្ញុំបានសម្រេចធ្វើហើយខ្ញុំនឹងមិនសោកស្ដាយឡើយអាស៊ីរងចាំដល់ពេលខ្ញុំខ្លាចជាមេគ្រួសារជាងខ្ញុំនឹងរៀបការឲ្យអ្នកជាមួយគ្រួសារល្អមួយនៅពេលនោះយើងក៏អាចយកការរៀបការរបស់អ្នកទៅបដូរយកផលប្រយោជន៍ខ្លះសម្រាប់គ្រួសារជាងបាននេះមិនមែនជារឿងដែលទទួលបានផលប្រយោជន៍ទាំងសងខាងទេឯងយល់សប្ហើយតើជាការយល់សប្ឬអត់មិនយូរទេពួកឯងនឹងបានដឹងមិនខាតប្រធានហានបន្ទូដៃផងបន្ទាប់ពីសម្លាប់ជាងចិនណានរួចខ្ញុំនឹងឲ្យទ្រព្យសម្បត្តិ1/3ទៅលោកម្ចាស់ជាងសុំទោសផងខ្ញុំក៏គ្មានជំរឿដែរពួកឯងមិនចង់ដឹងទេថាថ្នាំពុលលើខ្លួនខ្ញុំតើអ្នកណាជាអ្នកបន្សាបឲ្យតើអ្នកណាអាចបន្សាបថ្នាំពុលរបស់ខ្ញុំបានលោកតាគឺខ្ញុំនឹងតើឯងជានរណាខ្ញុំជានរណាមិនសំខាន់ទេជីទូទៅគេហៅខ្ញុំថាអាព្រានខូចចិត្តល្អឥឡូវនេះខ្ញុំគឺជាអង្គរៈរបស់ជាងឈៀនស៊ីលោកតាជាថៅកែរបស់ខ្ញុំបើពួកគាត់មានរឿងតើអ្នកណានឹងបើកលុយឲ្យខ្ញុំដូច្នេះបើពួកឯងចង់ធ្វើបាបពួកគាត់ខ្ញុំមិនយល់ព្រមដាច់ខាតត្រឹមតែជាអង្គរៈកំពេចកំពុកម្នាក់ហ៊ានមកលូកដៃរឿងនេះផងឯងចង់ស្លាប់មែនទេតើឯងបន្សាបថ្នាំពុលដោយរបៀបណាបន្សាបពុលមែនទេវាមិនមែនជារឿងពិបាកអីផងប្រធានហានគុំនិយាយរឿងឥតប្រយោជន៍ច្រើនពេកលោកសម្លាប់ជាងចិនដានទៅចំណែកអាម្នាក់នេះទុកឲ្យខ្ញុំជាអ្នកចេះនាំត្រឡប់ទៅវិញខ្ញុំនឹងសួរចម្លើយវាឲ្យចាស់ដែរមិនជឿថាវាមិនព្រមនិយាយនោះទេអញ្ចឹងវាមិនអាស្រ័យលើយើងទៀតទេគ្រាន់តែអ្នកដែលស្ថិតក្នុងកម្រិតខ្សៀនធាន2ថ្ងៃប៉ុណ្ណោះហ៊ានមកធ្វើអំនួតនៅចំពោះមុខខ្ញុំដែរឬតើអ្នកជាអ្នកណាឲ្យពិតប្រាកដអ្នកបានធ្វើអ្វីដាក់ខ្ញុំហេតុអ្វីបានជាខ្ញុំកម្រិតមិនរួចទេមិនអាចទៅរួចទេគ្រាន់តែជាអង្គរៈតូចម្នាក់សោះហេតុអ្វីបានជាមានក្បាច់គុណខ្លាំងបែបនេះនឹកស្មានមិនដល់ថាអាចគ្រប់គ្រងពួកយើងដែលជាកម្ពុជាអ្នកខ្លាំងទាំងពីរបានក្នុងមួយព្រិចភ្នែកជាងចិនតុងប្រធានហានមានពាក្យមួយឃ្លាដែលពួកលោកមិនដឹងមែនទេភ្នំខ្ពស់នៅមានភ្នំខ្ពស់ជាងមនុស្សខ្លាំងនៅមានអ្នកខ្លាំងជាងកម្លាំងរបស់ទេវតាតូចម្នាក់នេះមិនមែនជាអ្វីដែលពួកលោកអាចប្រៀបផ្ទឹមបានឡើយមានគេនៅទីនេះចាំមើលថាអ្នកណាហ៊ានប៉ះពាល់ត្រកូលជាងរបស់ពួកយើងឯងនិយាយថាជាងចិនណានជាថៅកែរបស់ឯងគេឲ្យថ្លៃឯងប៉ុណ្ណាសមាគមខ្មែររបស់ខ្ញុំនឹងឲ្យឯងទ្វេដងមិនមែនទេគឺ5ដងតែម្ដងត្រូវហើយជាងចិនណានឲ្យឯងប៉ុណ្ណាខ្ញុំនឹងឲ្យឯងទ្វេដងទាំងអស់ឲ្យតែឯងមកតាមខ្ញុំធានាថាឯងនឹងទទួលបានច្រើនជាងនេះយីវឹងបានសន្យាថានឹងការពារខ្ញុំគាត់ប្រកាសជាមិនបែរទៅចូលរួមជាមួយស្ត្រូវទេគ្រូរបស់ខ្ញុំធ្លាប់ប្រដៅថាវុសុភាពបរោះស្រឡាញ់ទ្រព្យសម្បត្តិតែត្រូវរកតាមវិធីត្រឹមត្រូវទោះបីជាខ្ញុំស្រឡាញ់លុយក៏ដោយប៉ុន្តែមិនមែនលុយរបស់អ្នកណាក៏ខ្ញុំយកដែរតើលោកទេវតាតូចជាមនុស្សបែបណាគ្រាន់តែផលប្រយោជន៍បន្តិចបន្តួចនេះចង់មកលបួងគាត់នឹងខ្ញុំប្រាប់អ្នកទៅកុំរវើវីពេកមានលោកទេវតាតូចនៅទីនេះគ្រួសារជាងពួកយើងនឹងស្ថិតនៅទីតាំងដែលមិនអាចចាញ់បានជារៀងរហូតសមាគមហេមីងជាកម្លាំងក្រោមដីដ៏ធំបំផុតនៅក្នុងទីក្រុងយ៉ាងឆឹងឲ្យតែអ្នកចូលរួមជាមួយពួកយើងខ្ញុំអាចឲ្យអ្នកធ្វើជាអនុប្រធានបានមិនបាច់ទេខ្ញុំសុខចិត្តចែកទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គ្រួសារជាងឲ្យអ្នកមិនបាច់ទេចុះតើអ្នកចាប់អារម្មណ៍លើអ្វីទៅតើអ្នកចូលចិត្តជាងឈៀនសៀមែនទេឲ្យតែអ្នកជួយខ្ញុំឲ្យក្លាយជាមេគ្រួសារជាងខ្ញុំធានាថានឹងបញ្ជូនជាងឈៀនសៀទៅដល់លើក្រែអ្នកមិនត្រឹមតែជាងឈៀនសាទេឲ្យតែអ្នកចូលចិត្តស្រីម្នាក់ណាខ្ញុំនឹងយកមកឲ្យអ្នកទាំងអស់ជាងចិនតុងតើឯងមានសិទ្ធិអីមកបញ្ជាខ្ញុំឯងចាត់ទុកខ្ញុំជាអ្វីជាទំនិញមែនទេចាំពេលជាងចិនតុងស្លាប់ទៅខ្ញុំនឹងក្លាយជាមេគ្រួសារជាងពេលនោះខ្ញុំបញ្ជាឲ្យឯងធ្វើអីឯងត្រូវតែធ្វើតាមខ្ញុំប្រាប់ឯងទៅលោកតាគ្មានថ្ងៃស្លាប់ទេហើយយីវឹងក៏មិនជួយឯងដែរឯងគ្មានថ្ងៃបានធ្វើជាមេគ្រួសារឡើយយកសັບទៅអូនប្រុសបើអ្នកចូលរួមជាមួយសមាគមយើងបងស្រីជារបស់អ្នកចង់ធ្វើអីក៏បានដែរហើយស្រីបេសាចយីហ្វឹងមិនងាយចាញ់បោកការលបួងរបស់អ្នកឡើយល្មមបានហើយកុំរវើវីទៀតអីលោកទេវតាមិនស្ដាប់តាមអ្នកឡើយចាំបន្តិចស្រីស្អាតទាំងពីរអ្នកនេះត្រូវបានខ្ញុំគ្រប់គ្រងបានហើយមែនហើយនៅមានម្នាក់ទៀតអ្នកចង់ធ្វើអ្វីដាក់ពួកគេក៏បានដែរខ្ញុំមិនចូលរួមឡើយអរគុណលោកទេវតាអរគុណយីហ្វឹងឈៀនសៀតានាងមានន័យថា
គ្រោះថ្នាក់ឡានប៉ាម៉ាក់នាងកាលពីមុនមិនមែនជារឿងចៃដន្យតែជាអ្វីដែលពូរបស់នាងរៀបចំមែនទេគាត់ថែមទាំងចង់សម្លាប់លោកតានាងដើម្បីដណ្ដើមអំណាចគ្រប់គ្រងគ្រួសារជាទៀតផងចាស់ខ្ញុំក៏មិននឹកស្មានថាជាងចិនតងជាមនុស្សបែបនឹងដែរកាលពីមុនខ្ញុំខំតែគោរពគាត់គ្រួសារអ្នកមានពិតជាមានរឿងស្មុគស្មាញណាស់ខ្ញុំស្រាប់តែមានអារម្មណ៍ថាគ្រួសារធម្មតាមានភាពសាមញ្ញជាងយ៉ាងហោចណាស់ក៏មិនមានការដណ្ដើមអំណាចគ្នាដោយគ្រួសារអ្នកមានដែរសំណាងហើយបានយីកវឹងជួយបន្សាបជាតិពលឲ្យលោកតាបើមិនដូច្នោះទេគ្រួសារជាងប្រហែលជាធ្លាក់ក្នុងដៃគាត់បាត់ទៅហើយចំណែកខ្ញុំក៏ត្រូវបានគាត់លក់ចេញដូចជាទំនិញដែរយីកវឹងអ្នកចេះបន្សាបជាតិពលដែរមែនទេកាលនៅលើភ្នំខ្ញុំបានរៀនខ្លះពីលោកគ្រូជាតិពលរបស់គាត់គឺខ្ញុំជាអ្នកបន្សាបឲ្យអ្នកទាំងពីរនៅនឹងហើយខ្ញុំទៅងូតទឹកសិនយីកវឹងតើអ្នកពិតជាចេះវិជ្ជាពេទ្យមែនទេជួយពិនិត្យឲ្យខ្ញុំបន្តិចបានទេតើអ្នកកើតអីមិនស្រួលខ្លួនត្រង់ណាកាលពីម្សិលមិញពេលហាងអ៊ីហាងបំរុងនឹងបង្ខំខ្ញុំបានប្រកែកយ៉ាងខ្លាំងក៏ជ្រុលជាក្រិចចង្កេះនឹងខ្នងថែមទាំងរបួសផ្លូវទៀតឥឡូវឈឺខ្លាំងណាស់ចាំខ្ញុំពិនិត្យឲ្យដេកផ្កាប់ទៅខ្ញុំជួយច្របាច់ឲ្យអូបែបនេះមិនសូវល្អទេដឹងអូបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្ញុំអាចផ្សំថ្នាំបុរាណឲ្យក៏បានវាជួយសម្រួលចរន្តឈាមលេបតែម្នាក់ខែនឹងជាហើយអត់ទេខ្ញុំមិនចង់ផឹកថ្នាំខ្មែរល្វីងអស់រាប់ខែទេស្រួលខ្លួនណាស់ថ្នាំបន្តិចហាពួកគេឈានដល់កម្រិតនេះហើយមែនទេចុះខ្ញុំត្រូវធ្វើម៉េចមិនបានទេខ្ញុំមិនអាចបណ្ដោយឲ្យឯងទៅកណ្ដាប់ដៃតែឈានឡើយយីកហ្វឹងជារបស់ខ្ញុំគេត្រូវតែទទួលខុសត្រូវលើរូបខ្ញុំប៉ុន្តែបើខ្ញុំចេញទៅឥឡូវនេះប្រហែលជាទើសមុខទើសមាត់ខ្លាំងណាស់ហើយមិនក៏មកធ្វើនៅកណ្ដាលផ្ទះបែបនេះឯងកំពុងធ្វើអីហ្នឹងឈានសៀឯងងូតទឹករួចហើយម្សិលមិញពេលហាងអ៊ីហាងបំរុងធ្វើបាបយើងជ្រុលជាក្រិចចង្កេះទើបឲ្យយីកហ្វឹងជួយច្របាច់ឲ្យប្រែមកជាអីចឹងសោះខ្ញុំស្មានតែអ្នកទាំងពីរស្មានថាអីគ្មានអីទេកុំប្រាប់ណាថាឯងស្មានថាយើងនឹងយីកហ្វឹងកំពុងធ្វើរឿងចុះបើឯងបញ្ចេញសម្លេងបែបហ្នឹងគឺមកពីបច្ចេកទេសម៉ាសារបស់យីកហ្វឹងខ្លាំងពេកមែនទេអីចឹងជួយច្របាច់ឲ្យខ្ញុំផងចំពេលពីថ្ងៃនេះខ្ញុំក៏រួយចង្កេះដែរក្នុងនាមជាអ្នកមានគុណសង្គ្រោះជីវិតរបស់ខ្ញុំបើមិនបានជួបលោកនិងលោកតាជាងទេខ្ញុំប្រហែលជាគ្មានបាយហូបដែរចុះលោកត្រូវការលុយច្រើនយ៉ាងនេះធ្វើអីលោកគ្រូឲ្យខ្ញុំចុះពីលើភ្នំមកតាមរកឪពុកម្ដាយបង្កើតតែខ្ញុំគ្មានលុយជាប់ខ្លួនទេចុះឪពុកម្ដាយលោកនៅណាពួកគាត់ធ្វើការអ្វីខ្ញុំមិនដឹងទេកាលនោះលោកគ្រូរើសខ្ញុំបានពីក្នុងធុងសម្រាប់រួចក៏នាំខ្ញុំទៅលើភ្នំដើម្បីហាត់រៀនធម៌ជាមួយគាត់តាមពិតលោកគួរឲ្យអាណិតដល់ថ្នាក់ហ្នឹងត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីតូចខ្ញុំមិនមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអាណិតទេខ្ញុំគ្រាន់តែចង់សួរពួកគាត់ថាហេតុអ្វីបានជាបោះបង់ខ្ញុំចោលមិនថាទទួលបានចម្លើយបែបណាក៏ដោយក៏ខ្ញុំទទួលយកដែររួចខ្ញុំនឹងត្រឡប់ទៅហាត់រៀនធម៌ជាមួយលោកគ្រូវិញយីកហ្វឹងលោកម៉ាសាបានល្អណាស់យូរហើយដែលខ្ញុំមិនបានសម្រាប់បែបនេះបើសិនជាថ្ងៃក្រោយលោកទៅមុខលេងរួចលោកគួរតែបើកហាងម៉ាសាធានាថាលុយហូរចូលដោយទឹកមិនខាតយីកហ្វឹងទៅបើកហាងម៉ាសាបើអីចឹងស្រីនៅយ៉ាងឈឹងមិនដឹងជាឈួតដល់កម្រិតណាទេបើបើកហាងម៉ាសាវាមិនមែនជាការមានសមត្ថភាពខ្លាំងទៅធ្វើរឿងតូចតាចហើយស្ដាយណាស់យកល្អឲ្យគាត់បម្រើតែពួកយើងពីរនាក់បានហើយខ្ញុំរកលុយគ្រាន់តែដើម្បីតាមរកឪពុកម្ដាយបង្កើតប៉ុណ្ណោះបើរកឃើញហើយខ្ញុំនឹងត្រឡប់ទៅវិញលុយច្រើនក៏គ្មានប្រយោជន៍ដែរតើអ្នកធ្វើអីពេលលោកគ្រូសួរអ្នកគួរឆ្លើយថាអ្នកត្រូវការលុយទៅខ្ញុំឥឡូវនេះមិនមានលុយអីមករៀលទេពេលអ្នកចុះពីភ្នំលោកគ្រូរបស់អ្នកអត់ឲ្យលុយសោះហ្មងឬអត់ទេគាត់និយាយថាគាត់ក៏គ្មានលុយដែរអូគ្រូរបស់អ្នកម្នាក់នេះកំណាញ់មែនទែនសិស្សចុះពីភ្នំបែរជាមិនឲ្យលុយសំបីតែមួយរៀលលោកតាប្រាប់ថាពីថ្ងៃនេះក្រុងយ៉ាងឈឹងនឹងរៀបចំពិធីជប់លៀងឮថាមានគ្រូសាអភិជនមកពីទីក្រុងម៉ូទូនឹងមកចូលរួមគ្រូសាអភិជនមកពីទីក្រុងម៉ូទូមកក្រុងយ៉ាងឆឹងយើងធ្វើអីទៅខ្ញុំក៏មិនដឹងដែរតែថាកម្លាំងឥទ្ធិពលរបស់ពួកគាត់ខ្លាំងណាស់លោកតាផ្ដាំថាកុំឲ្យយើងទៅប៉ះពាល់ជាមួយពួកគាត់ឲ្យសោះសូមបង្ហាញលិខិតអញ្ជើញស្អីទៅកញ្ញាជាងអាចផ្ដល់កិត្តិយសរួមជាមួយខ្ញុំមួយបទបានទេសូមទោសផងខ្ញុំរំមិនកើតទេមិនអីទេចាំខ្ញុំបង្រៀនមិនបាច់ទេខ្ញុំមិនត្រូវការកញ្ញាជាងអាចផ្ដល់កិត្តិយសរួមជាមួយខ្ញុំមួយបទបានទេលោកចាត់ទុកខ្ញុំជាអ្នកជំនួសតំណែងនាងមែនទេកុំមកញ៉ៃញ៉ៃជាមួយខ្ញុំមិនចូលចិត្តរំជាមួយមនុស្សដូចលោកទេ
อย่าทิ้งวิธีปฏิเสธរបស់ឯងនេះពិតជាធ្វើឲ្យគេរកកន្លែងទាស់មិនឃើញមែនខ្ញុំមកទីនេះដើម្បីតែញ៉ាំនិងផឹកប៉ុណ្ណោះមិនមែនមករំទេចុះឯងចង់រំជាមួយអ្នកណាយីហ្វានលោកចេះរំទេអត់ចេះទេលោកគ្រូមិនដែលបង្រៀនឡើយអញ្ចឹងខ្ញុំបង្រៀនអ្នកអត់ទេខ្ញុំមិនចង់រៀនទេឈៀនស៊ីខ្ជិលមនុស្សរបស់អ្នកប្រើបន្តិចមិនប្រកាន់ទេមែនទេអ្នកសួរខ្ញុំធ្វើអ្វីអ្នកចង់រំក៏រំទៅឬមួយខ្ញុំអាចហាមគាត់មិនឲ្យរំបានអឹមទៅហេដំបូងអ្នកត្រូវអញ្ជើញខ្ញុំសិនមនុស្សថោកទាបមិនឃើញទេថាខ្ញុំកំពុងខឹងឬម្យ៉ាងទៀតយ៉ាធីងរំមិនបានល្អជាងខ្ញុំទេអ្នកឲ្យនាងបង្រៀនអ្នកវាមិនល្អដូចឲ្យខ្ញុំបង្រៀនទេអ្នកនាងចាំងអាចអញ្ជើញអ្នករំមួយបទជាមួយខ្ញុំបានទេមិនរំទេជួយផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចទៅចេញទៅមិនឃើញទេថាខ្ញុំកំពុងតែអារម្មណ៍មិនល្អទេនាងជាអ្នកណាហ៊ានបដិសេធសំណើរបស់មនុស្សច្រើនម្ល៉េះនាងគឺជាងឈៀនស្វ័យជាចៅស្រីម្នាក់គត់របស់មេគ្រួសារជាងហើយនាងក៏ជាស្រីស្អាតលេខ1ប្រចាំក្រុងយ៉ាងឆឹងផងដែរស្រីស្អាតលេខ1អីចឹងហេគួរឲ្យចាប់អារម្មណ៍មែនលីសាវលោកចាប់អារម្មណ៍នាងមែនទេលើកនេះខ្ញុំមកទីនេះមានការសំខាន់ជាងនេះកុំបង្កចំនួនអីគ្រួសារជាងទោះបីជាគ្រួសារអភិជនធំមួយមែនតែឥឡូវនេះក្រុងយ៉ាងឆឹងគឺស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើងម្យ៉ាងវិញទៀតគ្រួសារជាងកំពុងជួបបញ្ហាច្រើនពួកគេមិនហ៊ានធ្វើអ្វីលោកនោះទេប្រកាសថាគ្មានបញ្ហាទេលោកម្ចាស់លីសូមទុកចិត្តចុះនៅទីក្រុងយ៉ាងឆឹងនេះគ្មានរឿងណាដែលម៉ាមីងយូខ្ញុំធ្វើមិនបាននោះទេអីចឹងបន្តិចទៀតនាំមកឲ្យខ្ញុំស្គាល់ផងបាទនិយាយអញ្ចឹងលោកម្ចាស់លីខ្ញុំពិតជាឆ្ងល់ណាស់ថាតើមានរឿងអ្វីដែលធ្វើឲ្យលោកម្ចាស់ត្រូវមកទីក្រុងយ៉ាងឆឹងដោយផ្ទាល់បែបនេះខ្ញុំមកទីនេះគឺដើម្បីរងចាំមនុស្សម្នាក់ចាំមនុស្សចាំអ្នកណាលីនយីឈីងកូនស្រីច្បងនៃត្រកូលលីនដែលជាគ្រូសាលំដាប់លេខ1នៅមូទូពិតប្រាកដណាស់នាងមកយ៉ាងឆឹងធ្វើអីលីថាកាលពីជាង20ឆ្នាំមុនត្រកូលលីនបានបាត់កូនម្នាក់នៅយ៉ាងឆឹងគឺជាប្អូនប្រុសបង្កើតរបស់លីនយីឈីងឈ្មោះថាលីនហ្វុងពេលនេះពួកគេចង់តាមរកគេមកវិញកាលពីជាង20ឆ្នាំមុនហេតុអីមិនរកតាំងពីដំបូងពេលនោះត្រកូលលីនកំពុងស្ថិតក្នុងភាពចលាចលលុះដល់ពេលមានស្ថិរភាពហើយប្រហែលជា20ឆ្នាំមុនពួកគេធ្លាប់មកយ៉ាងឆឹងរកម្ដងដែរកាលនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគួរឲ្យស្ដាយគឺមិនមានតម្រុយអ្វីសោះរហូតមកដល់ពេលនេះលោកតាត្រកូលលីនមានបញ្ហាសុខភាពប្រហែលជារស់បានមិនយូរទេបំណងប្រាថ្នាធំបំផុតរបស់គាត់គឺចង់ជួបលីនហ្វុងលីនយីឈីងចង់ជួយសម្រេចបំណងលោកតាទើបនាងត្រៀមខ្លួនមកយ៉ាងឆឹងម្ដងទៀតដើម្បីតាមរកប្អូនប្រុសដែលបាត់ខ្លួនជាង10ឆ្នាំនេះអីចឹងសោះប៉ុន្តែជាង20ឆ្នាំមកហើយរកមិនឃើញមកដល់ពេលនេះខ្លាចតែរឹតតែមិនអាចទៅរួចទេដឹងរកឃើញឬមិនឃើញវាជារឿងមួយតែត្រូវតែព្យាយាមឲ្យអស់ពីចិត្តយល់ហើយប្រែថាលោកម្ចាស់លីមកដល់យ៉ាងឆឹងមុនដើម្បីពិនិត្យស្ថានភាពឲ្យកញ្ញាលីនសោះបើសិនជាខ្ញុំអាចជួយលីនយីឈីងរកប្អូនប្រុសនាងឃើញនោះការចងសម្ព័ន្ធភាពរវាងត្រកូលលីនិងត្រកូលលីននឹងជោគជ័យពាក់កណ្ដាលហើយគ្រាន់តែថាប្អូនថ្លៃដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់ខ្ញុំម្នាក់នេះតើនៅមានជីវិតឬអត់ទេមិនចម្លែកទេដែលលោកម្ចាស់លីមិនចង់ឲ្យមានរឿងវែងឆ្ងាយលោកម្ចាស់លីកុំបារម្ភលោកចាំមើលចុះខ្ញុំនឹងរៀបចំរឿងនេះឲ្យបានយ៉ាងល្អបំផុតអាចគួតយីហ្វុងយ៉ាធីងជាមិត្តល្អរបស់ខ្ញុំតើឲ្យខ្ញុំបដិសេធនាងយ៉ាងម៉េចទៅលោកមិនអាចជួយបដិសេធនាងជំនួសខ្ញុំទេអីឈៀនស៊ីម៉ាមីងយូហេតុអីនៅម្នាក់ឯងយ៉ាធីងកំពុងរំអីចឹងតោះទៅអង្គុយលេងខាងនោះទេខ្ញុំត្រូវចាំនាងតោះទៅនៅម្នាក់ឯងអាប់សុកណាស់ខ្ញុំនាំទៅស្គាល់អ្នកធំមកពីមូទូអ្នកយីហ្វុងលោកត្រូវការពីខ្ញុំផងបើគ្មានលោកខ្ញុំច្បាស់ជាខ្លាចជាស្ដេចរំមិនខានបើខ្ញុំបាត់ខ្លួនចាំមើលលោកស្លន់ស្លោយអត់អីចឹងក៏បានលោកម្ចាស់លីនេះគឺកញ្ញាជាងឈៀនស៊ីស្រីស្អាតលេខ1ប្រចាំយ៉ាងឆឹងឈៀនស៊ីនេះគឺជាលោកម្ចាស់លីមកពីត្រកូលលីនៅមូទូសួស្ដីកញ្ញាឈៀនស៊ីសំជាស្រីស្អាតលេខ1ប្រចាំយ៉ាងឆឹងមែនស្អាតជាងពួកស្រីធម្មតានៅមូទូឆ្ងាយណាស់ពេលមីងយូប្រាប់ខ្ញុំមិនទាន់ជឿទេតែថ្ងៃនេះបានឃើញផ្ទាល់ភ្នែកគឺជឿហើយអរគុណសម្រាប់ការសរសើរឈៀនស៊ីលោកម្ចាស់លីលួចកោតសរសើរនាងយូហើយ
ពួកយើងអង្គុយជែកគ្នាបានទេមិនបាច់ទេពួកលោកជែកគ្នាទៅខ្ញុំមានណាត់ជាមួយមិត្តភក្តិកញ្ញាឈៀនស៊ីមិនផ្ដល់កិត្តិយសឲ្យសោះខ្ញុំគ្រាន់តែមិនសូវចូលចិត្តប្រាស្រ័យតាក់ទងជាមួយមនុស្សមិនស្គាល់គ្នាទៅក៏លែងចម្លែកហើយលោកតាធ្លាប់ប្រាប់ថាកុំឲ្យទាស់សម្ដីជាមួយអ្នកធំមូទូគាត់មិនទាន់ជាសេះស្បើយទេមិនចង់ឲ្យគាត់បារម្ភឡើយអីចឹងក៏បានអញ្ជើញអង្គុយមែនហើយគឺបែបនឹងឯងដែលខាងកាន់ដៃខ្ញុំដៃម្ខាងទៀតអប់ចង្កេះខ្ញុំបន្ទាប់មករំតាមជំហានរបស់ខ្ញុំតើវាងាយស្រួលមែនទេគឺបែបនេះមែនទេកុំបោះជំហានវែងពេកវាស្រួលនឹងជន់ជើងខ្ញុំណាស់អូសុំទោសផងលើកដំបូងតើហាត់ឲ្យច្រើនបន្តិចទៅវានឹងល្អប្រសើរហើយបាត់បងស្រីឈៀនសៀហើយយីហ្វឹងមិនអីទេនៅទីនេះសុទ្ធតែជាអ្នកមាននៅក្រុងយ៉ាងឆឹងមិនមានរឿងអីកើតឡើងទេឈៀនសៀប្រហែលជាទៅជែកលេងជាមួយអ្នកស្គាល់គ្នាក៏ថាបានមិនបានទេខ្ញុំមិនអាចឲ្យនាងចេញពីខ្សែភ្នែករបស់ខ្ញុំបានទេបើមិនដូច្នោះខ្ញុំមិនអាចការពារនាងបានឡើយមិនអីទេអីចឹងពួកយើងចែកផ្លូវគ្នាដើររកត្រូវរកឈៀនសៀឲ្យឃើញឲ្យបានឆាប់ឈៀនសៀកញ្ញាឈៀនសៀសុំទោសផងអូមិនមានទេតែយីហ្វឹងកុំបារម្ភអីពិធីជប់លៀងបែបនេះតែងតែមានបន្ទប់ VIP សម្រាប់ភ្ញៀវជិះគ្នាឈៀនសៀមិនបានស្រែកហៅឲ្យជួយទេនាងប្រហែលជាទៅជាមួយអ្នកស្គាល់ហើយអញ្ចឹងត្រូវតែប្រញាប់រកនាងឲ្យឃើញកុំបារម្ភចាំខ្ញុំសួរអ្នករៀបចំកម្មវិធីច្បាស់ជាអាចរកនាងឃើញហើយតើអ្នករៀបចំកម្មវិធីជាអ្នកណាគឺលោកប្រុសម៉ាមីងអ៊ីនៃត្រកូលម៉ាដែលជាត្រកូលខ្លាំងបំផុតក្នុងក្រុងយ៉ាងឆាត្រកូលជាងនឹងត្រកូលម៉ារាប់អានគ្នាខ្លាំងណាស់ឈៀនសៀច្បាស់ជាមិនអីទេទៅរកគាត់ទៅឈៀនសៀលេថាថ្មីនេះលោកដារងគ្រូដោយថ្នាំពោលហើយកំពុងដើររកអ្នកជួយព្យាបាលមែនទេចាស់មែនហើយបើនៅយ៉ាងឆឹងរកមិនឃើញទេសាក់ទៅរកនៅម៉ូដូទៅម៉ូដូជាទីក្រុងអន្តរជាតិដ៏ធំហើយលោកប្រុសឡយក៏នៅទីនោះដែរគាត់មានអំណាចមិនតូចទេនៅទីនោះឲ្យគាត់ជួយច្បាស់ជាគ្មានបញ្ហាឲ្យតែលោកស្រីឈៀនសៀហើបមាត់ខ្ញុំនឹងជួយឲ្យអស់ពីលទ្ធភាពអរគុណតែមិនបាច់ទេឈៀនសៀតាមដែលខ្ញុំដឹងស្ថានភាពត្រកូលជាងមិនសូវល្អឡើយទាំងចំនួនផ្ទៃក្នុងដែលកំពុងតានតឹងនឹងការគំរាមកំហែងពីត្រកូលហាំងខាងក្រៅព្រោះអ្នកបានធ្វើឲ្យហាំងហ្វូនៃត្រកូលហាំងពីការពួកគេច្បាស់ជាមិនឈប់ត្រឹមនឹងឡើយពួកយើងនឹងដោះស្រាយវាឈៀនសៀកុំបន្ទោសខ្ញុំដែលនិយាយត្រង់ពេលនេះត្រកូលជាងពឹងលើអ្នកតែម្នាក់ឯងពេលលោកតាស្លាប់ទៅត្រកូលជាងនឹងក្លាយជាចំណីដ៏ឆ្ងាញ់សម្រាប់ពួកអ្នកមានអំណាចចែកទៀតមិនយូរទេនឹងត្រូវគេហែកចែកគ្នាអស់មិនខានខ្ញុំក៏មិនចង់ឃើញត្រកូលជាងរលីដែរម៉ាមីងអ៊ីតើលោកចង់និយាយពីអ្វីឲ្យប្រាកដកុំនិយាយវៀងវៃអីឃើញទេខ្ញុំប្រាប់ហើយនិយាយមកពេលនេះមានឱកាសមួយអាចឲ្យត្រកូលជាងរឹងមាំនឹងក្លាយជាត្រកូលធំទី2នៅយ៉ាងឆឹងវាអាស្រ័យលើថាតើអ្នកអាចចាប់យកវាបានដែរឬទេតើជាឱកាសអ្វីក្លាយជាស្រីកំណានរបស់លោកប្រុសលីសុំទោសត្រកូលជាងមិនត្រូវការក្លាយជាឈៀនសៀអ្នកប្រហែលជាយល់ច្រឡំហើយមិនមែនត្រកូលជាងទេគឺរូបអ្នកខ្ញុំមែនហើយឲ្យតែអ្នកព្រមនៅក្បែរលោកប្រុសលីត្រកូលជាងនឹងធំទី2បន្ទាប់ពីត្រកូលម៉ាហើយដោយមានការគ្រប់គ្រងពីលោកប្រុសលីរាល់បញ្ហាដែលអ្នកកំពុងជួបនឹងរលីអស់ចុះតើលោកចង់ឲ្យខ្ញុំធ្វើអ្វីមិនបាច់ធ្វើអីច្រើនទេគ្រាន់តែកំដរលោកប្រុសលីឲ្យគាត់សប្បាយចិត្តទៅបានហើយសុំទោសត្រកូលជាងមិនត្រូវការជំនួយពីលោកទេហើយខ្ញុំជាងឈៀនសៀក៏មិនធ្វើជាស្រីកំណានដែរខ្ញុំជាមនុស្សមិនមែនជាទំនិញទេឈៀនសៀគិតមើលឲ្យច្បាស់សិនទៅរឿងនេះគ្មានអីខាតបង់ចំពោះអ្នកឡើយមិនបាច់គិតទេខ្ញុំបដិសេធត្រកូលជាងជាញើសឈាមរបស់លោកតាអ្នកមិនខ្លាចវាត្រូវរលីដោយសាររឿងនេះទេអីមិនខ្លាចទេខ្ញុំជឿថាលោកតានឹងមិនបន្ទោសខ្ញុំឡើយកញ្ញាឈៀនសៀតើអាចប្រាប់ពីហេតុផលបានទេគ្មានហេតុផលទេខ្ញុំមិនយកខ្លួនប្រាណរបស់ខ្ញុំទៅដូរដើម្បីសង្គ្រោះត្រកូលជាងឡើយនេះមិនមែនជាការដោះដូរទេតាំងពីឃើញអ្នកដំបូងខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់មែនទេចុះលោកនឹងរៀបការជាមួយខ្ញុំទេបើអីចឹងចប់ត្រឹមនឹងទៅលោកគ្រាន់តែចង់បានខ្លួនប្រាណខ្ញុំចង់គ្រប់គ្រងលើរូបខ្ញុំមិនមែនស្រឡាញ់ពិតឡើយកញ្ញាឈៀនសៀតាមត្រង់ទៅខ្ញុំពិតជាស្រឡាញ់អ្នកតែខ្ញុំស្ថិតក្នុងត្រកូលលីរឿងការងារខ្ញុំមិនអាចសម្រេចដោយខ្លួនឯងបានទេនេះជាតម្លៃដែលពួកយើងត្រូវបង់ក្នុងត្រកូលធំក្នុងពេលដែលពួកយើងទទួលយកកិត្តិយសយើងក៏ត្រូវគោរពតាមច្បាប់របស់ត្រកូលដែរតាមពិតពេលខ្លះខ្ញុំពិតជាចង់កើតក្នុងគ្រួសារធម្មតាខ្លាំងណាស់ដើម្បីឲ្យខ្ញុំអាចជ្រើសរើសសេចក្តីស្រឡាញ់ដោយសេរីដោយគ្មានការបង្ខិតបង្ខំសាកសមជាអ្នកប្រុសធំត្រកូលលីពិតមែនដើរកាត់ហ្វូងផ្កាមិនឲ្យស្លឹកជាប់ខ្លួនបែបនេះសម្ដីនេះពិតជាមានន័យណាស់ពិតជាមានល្បិចបោកស្រីមែនបើខ្ញុំជាស្រីវិញប្រហែលជាទប់ចិត្តមិនបានរត់ទៅអបអ្នកប្រុសបាត់ទៅហើយបើអញ្ចឹងមែនតើអ្នកប្រុសលីចាំបាច់មកតាមរកខ្ញុំធ្វើអីក្រៅពីការរៀបការកញ្ញាឈៀនសៀចង់បានអីសុំតែប្រាប់មកខ្ញុំអាចឲ្យបានទាំងអស់
ហើយខ្ញុំធានាថាឋានៈត្រកូលជាងនៅយ៉ាងឆឹងនឹងឡើងខ្ពស់ទៅដែលជាក់ជាមិនខានសូមទោសអ្នកប្រុសលីខ្ញុំគិតថាមនុស្សពីរនាក់នៅជាមួយគ្នាគួរតែមានគោលដៅរៀបការក្នុងពេលដែលអ្នកប្រុសមិនអាចធ្វើតាមសំណើខ្ញុំពួកយើងក៏មិនបាច់មកខាត់ពេលនៅទីនេះដែរកញ្ញាឈៀនសៀខ្ញុំពិតជាចូលចិត្តអ្នកខ្លាំងណាស់តើអាចផ្ដល់ឱកាសឲ្យខ្ញុំបានទេមនុស្សដូចអ្នកប្រុសលីក្បែរខ្លួនមិនគួរខ្វះស្រីស្អាតនោះទេពួកនាងសុទ្ធតែស្រីធម្មតាមិនអាចយកមកប្រៀបជាមួយអ្នកបានទេសូមទោសខ្ញុំមិនចង់ខ្លាយជារបស់លំអរបស់អ្នកណាម្នាក់ឡើយឈៀនសៀសាក់គិតឡើងវិញម្ដងទៀតទៅមិនបាច់គិតទេខ្ញុំមិនយល់ព្រមឡើយលីហើយឈៀនសៀនិយាយគ្នាសិនមកមិនបាច់ទេមិត្តភក្តិខ្ញុំកំពុងចាំម៉ាមីងអ៊ីតើអញចង់ធ្វើស្អីឈៀនសៀនេះគឺដើម្បីល្អសម្រាប់អ្នកទេខ្ញុំប្រាប់ហើយថាមិនត្រូវការទេសូមឲ្យខ្ញុំទៅសូមទោសផងថ្ងៃនេះអ្នកប្រហែលជាទៅមិនរួចទេអញចង់ធ្វើស្អីខ្ញុំបានសន្យានឹងអ្នកប្រុសលីថានឹងយកអ្នកឲ្យបានបើអ្នកទៅតើឲ្យខ្ញុំយកមុខទៅទុកឯណាហ៊ានប៉ះពាល់មនុស្សដែលខ្ញុំការពារអញពិតជាថ្លើមធំពិតមែនឈៀនសាមិនអីទេមែនទេមិនអីទេបើបងមិនមកទេប្រហែលជាមានរឿងហើយឯងជាស្អីគេចេញទៅឲ្យឆ្ងាយមនុស្សខ្ញុំនិយាយទេហើយខ្ញុំនិយាយម្ដងទៀតចេញទៅបើមិនចេញទេកុំសង្ឃឹមបានចាក់ចេញឲ្យសោះម៉ាមីងអ៊ីពួកគេជាមិត្តភក្តិខ្ញុំមកតាមរកខ្ញុំទេមិនខ្វល់ថាជានរណាទេហ៊ានចូលមកដោយគ្មានការអនុញ្ញាតត្រូវតែស៊ីកំភ្លៀងម៉ាមីងអ៊ីពួកឯងលេងឲ្យសប្បាយចុះតើជាងឈៀនសៀមិនអីទេមែនទេបើជាងឈៀនសៀមានរឿងតើអាចធ្វើស្អីបានត្រកូលជាងតូចតាចត្រកូលមកខ្ញុំកំតិចភ្លាមថ្ងៃនេះអ្នកប្រុសលីនៅទីនេះបើនាងមានរឿងពួកឯងម្នាក់ក៏មិនអាចចេញរួចដែរហាអាក្មេងនៅទីក្រុងយ៉ាងឆឹងអ្នកជាមនុស្សទីមួយហើយដែលហ៊ាននិយាយជាមួយយើងបែបនេះអ្នកដឹងថាខ្ញុំជានរណាទេដឹងថាអ្នកប្រុសលីស៊ីវជានរណាទេហើយនៅហ៊ាននិយាយថានឹងមិនឲ្យពួកយើងចេញពីទីនេះបានទៀតពិតជារឿងកំប្លែងដ៏ធំមែនអ្នកជានរណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរលទ្ធផលនេះបានទេលោកតាលីវវាបំបាក់ដៃជើងទាំង4របស់គេហើយបោះចេញទៅក្រៅអូស្ត្រី2នាក់នេះទុកឲ្យនៅគ្រូក្បាច់គុណតូចអ្នកប្រកាសជាចង់ធ្វើបែបនេះមែនទេលោកជានរណាក្នុងពិភពអ្នកប្រយុទ្ធហាក់ដូចជាមិនដែលលើពីមនុស្សដូចលោកទេខ្ញុំនឹងសួរលោកម្ដងទៀតលោកប្រកាសជាចង់ធ្វើបែបនេះមែនទេចៅហ្វាយតូចរបស់ខ្ញុំគ្រាន់តែនិយាយលេងមាត់ប៉ុណ្ណោះមិនមានបំណងចង់ខ្លាយជាស្ត្រូវជាមួយលោកទេលោកតាលីវលើកនេះជាលើកដំបូងដែលគាត់មិនអនុវត្តតាមបញ្ជារបស់ខ្ញុំហើយថែមទាំងជួយរកលេសឲ្យខ្ញុំទៀតឬមួយកម្លាំងរបស់បុរសម្នាក់នេះខ្លាំងដល់ថ្នាក់សំបីតែលោកតាលីវក៏ត្រូវប្រយ័ត្នចំពោះគាត់ដែរអាចទៅរួចទេលោកតាលីវគឺជាអ្នកជំនាញថ្នាក់គ្រូក្បាច់គុណម្នាក់នៅលើលោកនេះតើអាចមានអ្នកជំនាញវ័យក្មេងបែបនេះបានយ៉ាងដូចម្តេចជាងឈៀនសៀដំឡើយខ្ញុំចង់ផ្ដល់ឱកាសឲ្យអ្នកម្ដងដើម្បីគេចផុតពីគ្រោះថ្នាក់នេះប៉ុន្តែអ្នកមិនចេះឲ្យតម្លៃវាទេហើយថែមទាំងធ្វើឲ្យលីស៊ីវខឹងទៀតគ្រួសារជាងរបស់អ្នកនឹងត្រូវរលាយបាត់ក្នុងមួយរំពេចបើអ្នកនៅតែរឹងរូសមិនព្រមភ្ញាក់ខ្លួនទៀតខ្ញុំនឹងបំពេញតាមបំណងអ្នកយេហ្វុងកុំយេហ្វុងម៉ាមីងអ៊ីមិនដូចហាងយូហាងទេកម្លាំងរបស់គ្រួសារម៉ាខ្លាំងជាងគ្រួសារហ៊ូងឆ្ងាយណាស់ប្រសិនបើយើងធ្វើអ្វីទៅលើគេនៅពេលក្រោយពួកយើងនឹងពិបាករស់នៅនឹងឈរជើងក្នុងទីក្រុងយ៉ាងឆឹងនេះណាគ្រួសារជាងក៏នឹងរងផលប៉ះពាល់ដែរខ្ញុំអាចចាក់ចេញពីទីនេះតែម្នាក់ឯងបានប៉ុន្តែពួកនាងនៅតែត្រូវរស់នៅក្នុងទីក្រុងយ៉ាងឆឹងបើមនុស្សមិនមានរបួសអ្វីធ្ងន់ធ្ងរក៏ទុកឲ្យរឿងនេះចប់ទៅចុះបានហើយខ្ញុំប្រាប់ពួកអ្នកថាប្រសិនបើពួកអ្នកហ៊ានធ្វើអ្វីដល់ជាងឈៀនសៀវម្ដងទៀតខ្ញុំនឹងតបស្នងឲ្យពួកអ្នកវិញជាក់ជាមិនខានទៅពិតមាត់អ្នកប្រុសតែហេតុអ្វីបានជាអ្នកឲ្យពួកគេចាក់ចេញទៅតើអ្នកដឹងទេថាមិញនេះអ្នកទើបតែដើរកាត់មាត់ទ្វារទេតើមានន័យថាម៉េចបើខ្ញុំស្មានមិនខុសទេយុវជនឈ្មោះយៀកវឹងនោះប្រហែលជាកម្ពុជាគ្រូក្បាច់គុណវ័យក្មេងម្នាក់មែនទេលោកពូលីវគេពិតជាកម្ពុជាគ្រូក្បាច់គុណវ័យក្មេងមែនហេតុនេះទើបមិញខ្ញុំមិនចេញមុខព្រោះខ្លាចថាបើមានការវាយតប់គ្នាខ្ញុំមិនអាចការពារអ្នកប្រុសបានតើអាចទៅរួចយ៉ាងម៉េចតើគេអាចខ្លាយជាកម្ពុជាគ្រូក្បាច់គុណបានយ៉ាងម៉េចមិនខុសទេគឺពិតជាកម្ពុជាគ្រូក្បាច់គុណវ័យក្មេងម្នាក់តើគ្រូសាជាងទៅរកកម្ពុជាគ្រូក្បាច់គុណវ័យក្មេងបែបនេះមកពីណាមិនចម្លែកទេដែលគេហ៊ានកំចាត់ហាងយេហាវដោយផ្ទាល់បែបនេះតាមពិតទៅពួកគេនៅមានសัญลักษณ์វាខ្លាំងបែបនេះសោះអារម្មណ៍ដែលគេផ្ដល់ឲ្យខ្ញុំគឺគ្រោះថ្នាក់ជាងកម្ពុជាគ្រូក្បាច់គុណទៅទៀតអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាយុវជនម្នាក់នោះទេប៉ុន្តែគឺជាអ្នកដែលនៅពីក្រោយក្នុងគេតើជាមនុស្សប្រភេទណាទៅទើបអាចបណ្ដោះបណ្ដាលកម្ពុជាគ្រូក្បាច់គុណវ័យក្មេងម្នាក់ចេញមកបានយីវឹងអ្នកមិនខឹងនឹងខ្ញុំទេមែនទេតើឲ្យខ្ញុំខឹងរឿងអីទៅក៏ព្រោះតែខ្ញុំខាត់អ្នកមិនឲ្យធ្វើសកម្មភាពនឹងណាតើមានរឿងអីដែលត្រូវខឹងទៅកុំភ្លេចថាខ្ញុំមិនមែនជាមនុស្សដែលចង្អៀតចង្អល់ចិត្តបែបនេះទេឲ្យតែអ្នកមិនខឹងគឺល្អហើយខ្ញុំខ្លាចតែអ្នកខឹងហើយមិនខ្ជិលរកមុខខ្ញុំមិនអាចទេអរគុណអ្នកខ្លាំងណាស់ទាំងនេះជាអ្វីដែលខ្ញុំគួរតែធ្វើឈៀនសៀមិញនេះយើងទើបតែធ្វើឲ្យគ្រូសាម៉ានិងអ្នកប្រុសលីននោះខឹងពួកយើងប្រញាប់ចាក់ចេញពីទីនេះទៅល្អជាង
Chiên xìa, dạ thiên mình bán chúc kniếp ạ dù hời. Vây hai đầu vây bán chị anh nơi tì ní. Vây chốt mình ni hai đầu vây con mình khơi anh ảnh chân. Nhóm nơi ẩn cùi chê lên chỉ mùi mật phẹt nơi khẳng nút tỏ. Tới chê knia lên mình tịch tử. Ô mình ấy tê bùi dương hiếp nâng chạ trên tờ hời. Ê da mình bán chúc kniếp ạ dù hời không tại bán chúc knia. Tới chê knia lên mình tịch tử thong mà đã cục knia sốt tại đầu vợ. Bùi dương chỉ xây chê knia lục chỉ pro công tờ ấy là ở chieng. Công bà ròm ấy bùi dương sốt tại chỉ mật là ở nâng knia tê. Kron tại chê knia bần tịch bần tui nẹ rung trăm khnyom nơi tì ní sân tờ. Bạt. Chiên xìa to bùi dương tơ bần tốc tức chỉ mùi knia. Khnyom miên rương sầm khăn trong prap ảnh. Ok. Anh chân khnyom tờ đai giả thiền. Anh chăm nơi tì ní sân tờ khnyom miên rương sầm khăn mình ấy tê chăm bần tịch tiết khnyom trở lọp một vinh hài. To. Hai đầu vậy ban chi chiên xỉa tờ du mà lấy mình toán khơi một vinh tiết. Mình bán tê khnyom trơ tại tờ mơ niên bần tịch hài. Anh chắp tờ mơ niên tờ. Ham. Giết phấn mình sưu tê ấy giá cùng ai nhằm ấy. Ta miên rừng ấy chiên xìa bắt khuôn hài. Ta nẹ tiếng ọc ni mình men nơi chỉ mùi kni tê ấy. Si vây prap tha miên ca sầm khăn trong nì dây chỉ mùi niềng. Bần tốc mọc bù kê có tơ bần tốc tật bạt tờ rui co mình khơi trở lọp một vinh tiệt tê. Chốc si vây nút nghiến có bắt khuôn đài. Tu sắp có kho mình trô ta. Ta ai tha trơ ba nẹ proma nút chắp khuôn tờ tế. Tó tờ rục nẹ proma. Nẹ pro linh nẹ proma. Ta khnyom thlo prap nẹ tê thà khnyom nâng sòng vinh đời cần đạp đài. Chốc chàng chiên xìa này nè. Ta mình men phụ nẹ chỉ nẹ nom niên tờ tê ấy nhóm mình ban khơi nhìn tê. Mình ní chiên xìa trơ ban si vây nom khuôn tờ. Ê lỡ mình đấng chi nơ tì nà tê ta bất chi mình men chi sna đại phụ anh men tế. Tăng pi phụ anh chênh tờ. Phụ dương nơ tì ní rồi hốt mình đại ban tờ nà tê bất chi mình men phụ dương bật mèn. Ba mình men chỉ sna đại phụ anh cứ là o bồng pot ê lỡ ní chắp tờ rộ. Chiên xìa ỏi khơi bà rộp niên mình khơi tê. Phụ anh cũng sẵn khâm tha á chạ chênh pi tì ní đời miên chỉ vật. Khnyom trong đấng pi tì tăng bất pra co robot chiên chiên xìa. Bát nẹ pro. Ta à lọt ní chi nẹ na ỏi pra co tớ. Xong bây tại lục pù. Liu có mình men chi cu pra cu robot kê đài. Ta ai chi còn pù kruk bạch côn men tế. Ta kru sa chiang tờ rộp mình u chùm lạch bẹp ní mọc pi nà. Stơ tại đạch cho krom đai robot kê tờ hời. Ni dây mọc. Pro nhập lang. Nẹ pro chiang chiên xìa. Trơ ban mình u robot kru sa hang nom khuôn tờ hời. Ta nơ tì nà. Cứ nơ rong cha mùi nơ chi krong. Di phong. Bong srei. Di phong ní cứ chi ẩn tẹ sầm rạp ảnh tề. Rồi nhập chạ chênh tờ. Tu chi ẩn tẹ có khnyom trơ tại một chui bong đài. Bong mình ấy tê men tế. Khnyom mình ấy tê rồi nhập tờ rồi nhập chạ chênh tờ. Anh bất chi chụt men. Đấng chi ba tha chi ẩn tẹ hai nơi tại một tiệt. Khnyom kron tại chi thai cai bỏ hành. Tao vi xâm nâng ỏi anh thưa bẹp nị tế. Krao pi tùm nẹ tùm nông ca nghìa. Dương có chi mật lọ nâng khnia đài. Hai mươi dạng tiết khnyom mình nghi slap tề. Kron tại chi mật men tế. Dục nơi đồng bon nan chiên. Rồi bú rồi bỏ vàng dù hiền. Cứ chi sna đại khnyom. Miên là bạch ấy có bệnh chênh một lượt khnyom một. Vàng dù hiền một bằng co chùm lúa nông krom hôn dường. Tháng tiền trong bằng khom giả thành tiệt. Diệt phóng cứ khnyom chi nẹ ỏi kê thở. Lên kê tờ. Mình bách tần đám khnia tề. Ngày ní nẹ na có mình ai tờ rụi đài. Côn pro khnyom cầm pung địch lờ kẻ. Khai chi mình u rục chiết tờ hời. Ai đăng khuôn với như ọt có mình toàn đăng phỏ. Phụ anh tiền ọt khnia trơ tại slap tạm kê. Du lan. Ấy chân đập khnyom trơ bật pnei ỏi chật. Hai đầu vây pê nơi khôn rồng vùng đai rồi bỏ diệt phòng. Khnyom miên ròm tha cọt đau mà lẽ. Tu bay chỉ pleu toa cọt khnyom chưa chẹ thả. Diệt phong ai nom khnyom chênh tờ đòi sờ vạt tập hiệp. Anh mình men chi mình u thò mà đà tê. Anh cứ chỉ chương khlang mà nè. Anh tớp tại đăng vi dư page 2.
មិនអីទេមែនទេឥឡូវគ្មានបញ្ហាអ្វីទៀតទេយូឡានយាហ្វុងខ្ញុំមិនអាចចែកឲ្យនាងបានទេតើនាងមិនធ្លាប់ស្អប់យាហ្វុងទេអីស្អប់ដែលគេជាមនុស្សបាតសង្គមនោះតែឥឡូវខ្ញុំចូលចិត្តគេហើយមនុស្សបាតសង្គមក៏មិនអីដែរតែខ្ញុំស្រឡាញ់គេយូរហើយតើឲ្យខ្ញុំធ្វើម៉េចមិត្តភក្តិគឺជាមិត្តភក្តិតែប្តីមិនអាចចែកគ្នាបានទេពួកយើងមកប្រកួតប្រជែងគ្នាដោយស្មើភាពទៅអាឡូបងស្រីយាកឈីងលីជុនវឹងឯងមកធ្វើអីនៅយ៉ាងឆឹងខ្ញុំមកជួយបងស៊ើបយកព័ត៌មានតើមិនបាច់ទេត្រឡប់ទៅម៉ូតូទៅវិញភ្លាមទៅបងស្រីខ្ញុំពិបាកនឹងមកណាស់ចាំបងមកដល់ចាំខ្ញុំទៅវិញបានទេមិនបានរឿងរបស់ខ្ញុំមិនបាច់ឲ្យឯងមកខ្វល់ទេឥឡូវនេះចាក់ចេញភ្លាមបងស្រីខ្ញុំបានរកឃើញរឿងគួរឲ្យចាប់អារម្មណ៍មួយរឿងអីមានយុវជនម្នាក់ជាកំពូលអ្នកខ្លាំងសូម្បីតែលោកឡាវក៏មិនមែនជាគូសត្រូវគេដែររឿងនេះពិតមែនទេពិតមែនណាស់ខ្ញុំមិនហ៊ានបោកបងទេចាំខ្ញុំទៅបាទបងស្រីបងស្រីខ្ញុំមករកបងហើយ